ព្រមខ្ញុំសុកចិត្តលោកដីធ្វើបុណ្យឲ្យម៉ែឯងបកលកាយថ្វាយខ្លួនញមរានបជនងូតទឹកឲ្យម៉ែឯងហ្មងព្រមបានមួយខែញោមអញមុខដូចយាយប៉ែវ៉ាន់តានោះចឹងព្រមបានតែមួយខែគាត់ញោមដល់ទៅពេលគាត់ដាច់យូរពេកហើយផ្ទះកូនគាត់នឹងលិចវត្តក្អកមកអាហាមអើយស្អាកមកលោកមើលមុខយាយពាក់វ៉ែនតានឹងចង់ងាប់អីអើយដាក់មួយសិនមិនកើតទេបើចឹងទេសមិនកើតទេញោមដល់ចឹងទៅគាត់ថាដាច់យូរហើយមួយខែបើគ្មានអាណាដឹងព្រោះអញសុំសិលយូរហើយមួយខែដែរគេទៅមុនអស់គាត់ថាចូលផ្ទះកូនបន្តិចឲ្យកូនគាត់លក់មកចប់អាកំប៉ុងក៏មានអាថ្នាំក៏មានអាអង្គសុតក៏មានហើយកប់ជូនអីកូនគាត់កូនស្រីគេទៅពីអ្នកប្តីគេទៅផ្សារទៅយកអីវ៉ាន់អាចៅហ្នឹងនៅផ្ទះប៉ុន្តែមានអាមួយនៅមួយដែរអានៅផ្ទះហ្នឹងគេទៅលាងចានលាងឆ្នាំងក្រោយយាយចូលទៅមើលឆ្វេងមើលស្ដាំមានអាណាឃើញដាក់មួយហ្នឹងដាក់វ៉ាប់មកកែវចអណៃម៉ែហើយវាយនេះហើយមេដៃដល់រៀមកដាលដាច់ម៉ាត់សពដល់ចេញមកវិញយ៉ាងវេវលិចវេវកើតអាប៉ែមួយជិះកង់ជុំយាយមកពីវត្តយ៉ាងដើរយ៉ាងវិលិចវិកើតចឹងយាយចាំយាយឲ្យទៅទេមិញអញឈឺក្បាលពេកចូលផ្ទះកូនដាក់ថ្នាំមកគ្រាប់ដូចអាចកដុលនោះនិយាយពីថាទាញអើយទាញបានតែចៅក្បែរហ្នឹងថាស្នាមអាចកដុលអីហ៎មកកែវដាច់ផឹងហើយឯងនិយាយថាណែអាហ្នឹងក្លិនណាយើងលាក់គេមិនចិត្តទេអាហ្នឹងដាក់អំស្រួលដោយលមុតទុំយ៉ាងញោមអត់បានទេអាហ្នឹងទលាក់គេមិនចិត្តទេវាទល់ផឹកហើយយកស្គុតបាត់មាត់បើមិនបាត់ទេអត់ចិត្តទេណាហើយនិយាយថាបាយមិនឆ្ងាញ់គាត់លេងមកស៊ីលើកម្ដងហើយមិនឆ្ងាញ់អាមិនឆ្ងាញ់គេអាត្មាធ្លាប់ឃើញចាស់ហូបវាយនេះមួយកែវ200ហើយឯងលេអាមួយកែវកាហ្វេយ៉ាធំនេះបាយមិនឆ្ងាញ់ដាក់ឡងវេអស់លេងមិនឆ្ងាញ់គាត់អានឹងឆ្ងាញ់ជ្រុលប៉ិនបបាដែរប្រុសហើយស្រីស្រវឹងខុសគ្នាទៀតបើប្រុសស្រវឹងល្អទិញទួយអាខ្លះបោកពីងប្រហុកបាទហ្នឹងមានឈួតមួយទេអាខ្លះទៀតអត់មានអាណាវាយឆ្នាំងបាយខឹងគេទៅវាយឆ្នាំងបាយដល់បើកឆ្នាំងបាយអត់មានបាយព្រោះវីកមកអស់អាណាដាំកើតបានស្អែកឡើងនាំគ្នាទៅទិញឆ្នាំងថ្មីតែប្រុសខ្លះទៀតគេត្រឹមត្រូវស្រវឹង9ទិញស្រវឹងដេកម៉ាត់តែបើស្រីមិនងាយស្រវឹងតែបើស្រវឹងចូលដល់ស្រាសពុតមកហ្នឹងពីសង្គមញោមឯងកើតមិនថន់ទេអាត្មាបានកើតតន់យូរហើយរឿងហ្នឹងពីសង្គមមកយាយពាក់វ៉ាន់តាបែបគុំអាត្មាមិនស្រួលមុខយាយហ្នឹងមុខមិនសូវស្រួលសោះមុខនេះញោមអញញឹមរៀងវាយហ្នឹងមិនសូវទេសោះញោមដូចមិនទុកចិត្តយាយប៉ែហ្នឹងសោះដល់អញ្ចឹងទៅខ្លះទៀតខឹងកូនខឹងប្តីកាលពីមុនអត់ចេះទេដល់ឡាខឹងទៅអូនណាដាក់ឲ្យ500មកដាក់500មកដល់ខឹងប្តីណាអត់មកដល់ត្រង់ភ្លឹងដល់ផ្ទះដេកវ៉ាប់គងដៃគងថ្ងាសតែគងថ្ងាសប៉ុណ្ណេះហើយចុះដេកប្តីកូននៅនឹងទាំងអស់តែដៃគងថ្ងាសឲ្យ2ម៉ោងក៏ឯងសុទ្ធកូនគេមិនដូចកូនឯងចេញមកកូនគេមិនដូចកូនឯងអីកូនគេឲ្យដូចកូនឯងយ៉ាងម៉េចប្តីគេក៏មិនដូចប្តីឯងប្តីគេដឹងឲ្យរស់ស៊ីប្តីឯងដឹងឲ្យបើកឆ្នាំងស៊ីអត់មានគិតរកគិតអីទៅដូចប្តីគេប្តីឯងឈឺជើងមកចំហៀងដើរណាគូល្អលតំមានអី2ម៉ោងទេម៉ែឯងមានម្ដាយខ្លះដាក់ស្រាស្រវឹងឲ្យដាក់ដៃកូនថ្ងានិយាយចុះនិយាយឡើងអត់មានអាណាស្ដាប់ទេដេកលក់អស់លីងនៅម៉ែឯងនោះងោយដល់ងាកឆ្វេងងាកស្ដាប់ចំលក់អស់លីងខ្មាស់គេពេកលក់តាមក្រោយគេដែរទៅនិយាយឲ្យគេស្ដាប់ដល់និយាយគេអត់ស្ដាប់និយាយផ្អើលខ្លួនឯងយល់ទេញាតិញោមឥឡូវអាត្មាលើកអំពីកូនកប់ប្រសើរមាន5ញាតិញោមស្ដាប់ណាទី1បដៅងាយកូនដែលម៉ែឪប្រដៅបន់ដោយងាយអាហ្នឹងគេហៅថាកូនកប់ប្រសើរសោវជ្ជសតាភាពជាអ្នកបដៅងាយធ្វើមនុស្សគេបដៅបានដោយងាយកុំឲ្យគេបដៅបានដោយពិបាកណា
ហើយបើគេបដៅយើងឲ្យដើរផ្លូវខុសអាហ្នឹងយើងមិនបាច់ទៅទេតែបើណែនាំឪពុកម្ដាយណែនាំមកផ្លូវល្អគួរណាស់តែយើងស្ដាប់ឲ្យចប់កុំតន់អាលរញ៉េរញ៉ៃណាស្ដាប់ឲ្យចប់ហើយញាតិញោមប្រែដៃប្រែជើងទៅញោមដៃសាពះចុកពេកតម្លាក់សិនទៅណាហើយចាំបាត់ចុកចាំលើកវិញទី2គឺចិញ្ចឹមមាតាបិតាអាហ្នឹងកូនក៏ប្រសើរដូចថ្ងៃហ្នឹងអញ្ចឹងលោកយាបាសកាមេងតន់អញ្ចឹងណាញោមមេងទៀងបតក់មួយតន់ហ្នឹងហើយតវត្តពាក់ដណ្ដប់ជើងគេច្រឡំគេតន់ណាមានខ្សែដៃសងខាងញោមមិនធម្មតាទេធូធាមកហើយផ្ទះនេះផ្ទះយាយហើយផ្ទះកូនផ្ទះកូនធ្វើឲ្យនៅមួយកូនណាហ្នឹងហើយកូនសិនអ្នកធូធានេះកូនដែរញោមស្រីនេះកូនដែរក្មួយទេចាំបានមុខមិនសូវរីសោះសង្ស័យឲ្យខ្លាយអាណាលួចសាច់អីមិនស្រួលហើយនេះកូនមិនឆ្លើយញោមឆ្លើយតិចអ្នកមេកុំធ្វើមុខជូដោយព្រះអង្គឡងចាំថាញោមមើលមុខដូចអត់បាយចឹងហើយញោមស្រស់ណាស់ញោមបើញោមស្រស់ណាស់ស៊ីដាច់ព្រះអង្គដងចន្ទនីហើយថ្ងៃនេះបានអាចារ្យដ៏ស្រស់សង្ហា2រូបមណ្ឌលវិបស្សនាធុរៈប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញមកដែរបងលោកអង្គអាចារ្យជាញោមអាចារ្យក៏អញ្ជើញមកថ្ងៃនេះជាកិត្តិយសហើយប្រគុណម្ចាស់ឡងចន្ទថាដែលជាព្រះសង្ឃកវីវោហាសម្ដែងនៅព្រះធម៌ទេសនាពូកែខ្លែងពាក្យសម្ដីឲ្យលោកតាលោកយាយនឹងបានស្ដាប់បានសើចផ្ទុះនៅសំណើចតើមកដល់ស្រុកកងមាសខេត្តកំពង់ចាមប្រគុណម្ចាស់ឡងចន្ទថាបែកគ្នាប្រហែលជាយូរយារណាស់មកហើយស្មានតមុខនឹងគឺស្អាតជាងមុនមិនដឹងណាឲ្យកញ្ចាស់ឯងមកខានជួបអាត្មាចិត្តមួយខែហើយបែកគ្នាបែកចិត្តមួយខែអាត្មាក៏មិនសូវបានជួបលោកដោយសារញាតិញោមមុនក្រែ1ក្រែ1ក្រែ2ជួនកាលមួយអង្គផ្សេងទៅហើយជាមួយលោកឲ្យអាត្មាទៅតែម្នាក់ឯងរហូតហើយលោកទៅទេឯណាមួយអង្គឯងអញ្ចឹងអត់សូវដែរបានជួបគ្នាបាយទៅនោះបងអត់សូវដែរបានជួបគ្នាថ្ងៃនេះបានជួបមកខាងស្រុកកងមាសខេត្តកំពង់ចាមពុទ្ធបរិស័ទលោកយាយលោកតាបងប្អូនប្រុសស្រីទាំងឡាយការដែលយើងប្រារព្ធនៅកម្មវិធីបុណ្យនេះគឺជាអ្នកដើរទៅតាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានត្រាស់ប្រកាសសម្ដែងអ្វីត្បិតតែការសម្ដែងព្រះធម៌ទេសនាក្រេ2ក៏មិនពិតសូមចិត្តប្រគុណម្ចាស់សម្ដែងទៅតាមចិត្តតាមអធ្យាស្រ័យសម្ដែងទៅតាមកវីវោហាថ្វីមាត់ប្រគុណម្ចាស់ដែលមានជាចំណាប់អារម្មណ៍អនុមោទនាញោមស្ងាត់ទាំងអស់គ្នាទៀតណាស្ដាប់ធម៌សិតតែញឹមអញ្ចឹងចេះមានកម្លាំងទេសឲ្យញោមហើយដល់តែពេលធ្វើមុខជូអាត្មាគ្មានកម្លាំងទេសទេដោយអ្នកចម្រៀងអញ្ចឹងគេច្រៀងសិតតែញាតិញោមញឹមដាក់ទៅគេមានកម្លាំងច្រៀងមែនទេញាតិញោមកងមាសមែនអត់ហើយញោមកូនញោមឧបាសិកាងាកមេងតន់ហើយឈ្មោះមកកកងដាក់ឈ្មោះញោមតន់ណាដាក់ឈ្មោះកូឡាបបុផាគុនធាអីទៅមកកកងដាក់ឈ្មោះយាយតន់តន់ហ្នឹងគឺអានេះអត់តន់តាទេតោដាសាណូបតក់មួយតន់អាហ្នឹងតន់លួចមន់លួចទាគេចាប់បានណាញោមដល់តន់តៈទៅសេតូណូចឹងតអាហ្នឹងតន់តៈប្រែតែថ្មិញតន់ប្រតន់ដល់ញោមតន់នេះតន់ប្រែអត់ចេញទេគេតាមតន់គេដេញតន់អាហ្នឹងគេប្រែតែតន់អញ្ចឹងស្ដាប់បានទេញោមតន់មុខដល់ហើយញោមណាចាស់អង្គុយមុខព្រះអង្គឡងចាំថាតិចទៅញោមមិនមានញោមទៅក្មេងទៅអង្គុយចិត្តចឹងថ្ងៃនេះពុទ្ធបរិស័ទប្រារព្ធនៅកម្មវិធីបុណ្យ
ដល់មហិមាដែលយើងធ្វើបុណ្យជូនទៅដល់ព្រះព្រហ្មាគឺមេដាបិតាម្ដាយឧបាសិកាតននេះគឺជាព្រះព្រហ្មរបស់កូនជាទេវតាជាអាចារ្យជាអាហុណយបុគ្គលជាបុគ្គលដែលកូនចៅប្រុសស្រីទាំងឡាយក៏បីគោរពក៏បីនមស្ការក៏បីបូជាក៏បីប្រណិប័តមេដាបិតាគឺជាគ្រូដើមជាគ្រូដ៏ឆ្នើមនៅក្នុងលោកកាម្យ៉ាងទៀតគឺពិតជាទេវតាព្រះពុទ្ធត្រាស់ថាជាព្រហ្មផងមេដាបិតាគឺជាព្រះរស់នៅក្នុងផ្ទះដ៏ច្បាស់ច្បងសង្គ្រោះ5យ៉ាងល្អមាត់មងចម្លងបុត្រភ្ងាឲ្យដល់ត្រើយចឹងមេដាគឺជាព្រះរបស់កូនបានជាកូនចៅទាំងឡាយមាននៅកតញ្ញូកតវេទិតាធម៌ជាអ្នករលឹកនឹកឃើញនៅគុណូបការៈសេចក្តីល្អរបស់អ្នកម្ដាយក៏ចំណាយលុយកាក់ធនធានដើម្បីធ្វើបុណ្យជាទាននៅក្នុងព្រះពុទ្ធសាសនាធ្វើទានញោមឧបាសិកាតនមានកូនប្រមាណ8នាក់ឯញោម4ចុះញោមប្រុសទៅណាញោមប្រុសស្លាប់បាត់ហើយពោស្លាប់ពីជំនាន់ពលពតចិញ្ចឹមកូនចំនួន4នាក់នេះមិនមែនជាការងាយស្រួលទេមិនមែនជាការងាយស្រួលទេចិញ្ចឹមកូនចំនួន4នាក់ឲ្យរស់រានមានជីវិតនៅពេលបច្ចុប្បន្នសម័យនេះស្ថិតនៅក្នុងភាពជាស្រីមេម៉ាយរយៈកាលចំនួនច្រើនឆ្នាំណាស់មកហើយ30ឆ្នាំប្លាយនេះលំបាកណាស់វេទនាណាស់ឥឡូវឧបាសិកាតនដែលគាត់មានវ័យចាស់ជរាណាស់ទៅហើយប្រជជន75ដែលជាអាយុខៃនៃព្រះពុទ្ធសាសនាប្រជជន75ម្ដាយលំបាកវេទនាដែលកូនចៅទាំងឡាយមានការចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងក៏លះបង់ចំណាយនៅលុយកាក់ធនធានធ្វើទានជាមួយនឹងព្រះកន្លងម្ដាយនឹងគឺជាព្រះកន្លងរបស់កូនជាព្រះដ៏ពិសេសពិសារបស់កូនជាព្រះអរហន្តជាទេវតាជាអាចារ្យរបស់កូនយើងបានធ្វើបុណ្យថ្ងៃនេះល្អណាស់ពុទ្ធបរិស័ទទាំងឡាយបានធ្វើបុណ្យនៅក្នុងព្រះពុទ្ធសាសនាជាការល្អជាការប្រពៃជាការដើរទៅតាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាជាត្រៃកោដធម៌ត្រៃកោដធម៌នឹងប្រែថាធម៌ជាកំពូលនៅក្នុងលោកអ្នកណាដឹងគុណម៉ែឪកតញ្ញូសច្ចៈខន្តីកតញ្ញូធម៌ទាំង3នេះគឺជាត្រៃកោដធម៌ជាធម៌ដ៏កំពូលនៅក្នុងលោកាជួនប្រុសស្រីគ្រប់រូបានៅពេលដែលបានប្រព្រឹត្តនៅពេលដែលបានអនុវត្តហើយជាធម៌ដ៏កំពូលញោមតលាក់នេះតិចទេដូចរៀនកង់តលាក់មកក្រោមបងហ្នឹងហើយបាយទៅនឹងតិចរៀនកង់សំលេងបងអាស្រ័យហេតុដូច្នេះហើយបានជាកូនចៅទាំងឡាយជាអ្នករលឹកនឹកឃើញនៅសេចក្តីល្អបានទេលោកគ្រូទៅដល់អ្នកម្ដាយដែលគាត់មានវ័យចាស់ជរាក៏ប្ររពនៅកម្មវិធីបុណ្យនេះឡើងជាការប្រកាសនៅបកាសកតញ្ញូជាការប្រកាសនៅគុណរបស់អ្នកម៉ែជាតិគុណអនន្តគុណអនេកបការគុណអសមគុណអបមាណគុណគុណប្រមាណពំបានជាពិសេសម្ដាយបានផ្ដល់នៅខេរាធិរាពោលគឺទឹកដោះមកឲ្យកូនចៅទាំងឡាយរលឹកនឹកឃើញនៅគុណូបការៈសេចក្តីល្អរបស់អ្នកម៉ែក៏ប្ររពនៅកម្មវិធីបុណ្យនេះឡើងជាការប្រកាសបកាសកតញ្ញូមើលដូចនៅក្នុងខ្សែអាតលេខប្រវត្តិ62ខ្ញុំកណាបន្ថែមតិចទៀតនឹងបកគលនេតិនេះទៅដល់ប្រគុណម្ចាស់ឡុងចន្ទថាសំដែងចែកជូនទៅដល់លោកយាយលោកតាបានស្ដាប់ដូចជាព្រះយសោជៈនឹងជាអាស័យតេមហាសាវកទី62លោកជាអ្នកមានសទ្ធាដ៏មុតមមនៅក្នុងព្រះពុទ្ធសាសនាកើតមកជាកូនអ្នកនេសាទញាតិញោមហើយសាសនារបស់ព្រះពុទ្ធពនាមសាមណគោតមយសោជៈនឹងគឺជាកូនរបស់អ្នកនេសាទជាកូនរបស់អ្នកនេសាទលោកកសាងបារមីរហូតដល់លោកទៅនេសាទនៅក្នុងស្ទឹងអញ្ចរវតីនឹងបានត្រីធំមួយត្រីនឹងឈ្មោះថាត្រីកបិល
យ៉ាសោជានឹងជាអ្នកមានកតញ្ញូកតវេទីណាស់ញាតិញោមដឹងគុណម៉ែឪជានិច្ចដឹងគុណទៅដល់លោកឪពុកអ្នកម្ដាយញាតិញោមហើយមិនអីស្ងាត់អស់ហើយញោមនឹងឲ្យស្ងាត់ចឹងល្អយ៉ាសោជានឹងថ្ងៃមួយទៅនេសាទញាតិញោមដឹងហើយទៅនេសាទស្រាប់តែបានត្រីមួយនឹងធំឈ្មោះថាកបិលកបិលត្រីនឹងមានពណ៌មាសតែមាត់នឹងស្អុយពណ៌សបល់កាយស្អាតណាស់ញោមត្រីនឹងព្រៃធំមែនទែននៅស្ទឹងអញ្ចរវតីដល់តែពេលនេសាទបានដើរប្រកុកប្រកាថ្វាយទំនឹងនឹងទៅដល់ពរាជាព្រះបាទបសេនទីកោសលថាបពិតមហារាជឥឡូវទូលព្រះបង្គំបានទៅនេសាទចាប់បានត្រីមួយដ៏ធំមានពណ៌សម្បុរកាយស្អាតនឹងដូចជាមាសពរាជានឹងក៏ព្រះអង្គគិតថាប្រហែលជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ជ្រាបដឹងនៅរឿងទាំងអស់ហ្នឹងក៏យកត្រីពណ៌មាសហ្នឹងទៅវត្តញោមឲ្យទៅវត្តចេតពួនត្រីនឹងស្អាតណាស់ញោមស្អាតណាស់ស្អាតពណ៌សម្បុរកាយតែនៅពេលដែលត្រីនឹងហាមាត់មកស្អុយពេញទៅវត្តស្រាប់បានទេញោមស្រាប់បានអត់ញោមត្រីនឹងហាមាត់មកស្អុយមកវត្តនឹងស្អុយមាត់ត្រីទាំងអស់ពួកត្រីនឹងស្អាតរូបតែមាត់ស្អុយញាតិញោមដឹងទេពរាជាក៏សួរទៅដល់ព្រះសម្មាសម្ពុទ្ធថាបពិតព្រះអង្គដ៏ចម្រើនហើយខ្ញុំព្រះអង្គឆ្ងល់ណាស់ថាហេតុអ្វីត្រីមួយនេះមានពណ៌សម្បុរកាយស្អាតតើពីជាតិមុនធ្វើកម្មអីបានជាមានពណ៌សម្បុរកាយស្អាតពីជាតិមុនធ្វើកម្មអីបានជាមានមាត់ស្អុយព្រះអង្គក៏ទ្រង់ឆ្លើយទៅកាន់ពួកភិក្ខុរួមជាមួយពរាជានៅក្នុងកាលនោះថាមនាលអ្នកទាំងឡាយឃើញត្រីកបិលនេះហើយកាលពីជាតិមុនតើអ្នកទាំងឡាយដឹងដែរឬទេត្រីនេះកាលដែលនៅសាសនារបស់ព្រះពុទ្ធព្រះនាមកាសបៈសាសនាព្រះពុទ្ធព្រះនាមកាសបៈកាលនោះត្រីនឹងមានបងប្រុសនៅឈ្មោះថាកបិលៈសាសនារបស់ព្រះពុទ្ធកាសបៈនឹងនៅជាបរិសម្នាក់ឈ្មោះថាកបិលៈហើយមានបងប្រុសម្នាក់ឈ្មោះថាសោធនៈមានប្អូនស្រីម្នាក់ម្ដាយឪពុកនឹងស្លាប់ចោលហើយនៅពេលដែលសោធនៈរួមជាមួយនឹងកបិលៈនឹងស្ដាប់ពធទេសនាក៏ជ្រះថ្លាទៅបួសនៅក្នុងពុទ្ធសាសនាបួសទាំងពីរនាក់ញាតិញោមហើយបួសទាំងពីរនាក់បួសទាំងពីរប្អូនក៏បួសបងក៏បួសប្អូនក៏បព្វជិបងក៏បព្វជិនៅពេលដែលបួសញាតិញោមដឹងទេបងប្រុសឈ្មោះថាសោធនៈពេលដែលបួសហើយខាងវិបស្សនាដោយលោកគ្រូជាអញ្ចឹងខាងវិបស្សនាភិក្ខុសោធនៈនិងពូកែខាងវិបស្សនាធុរៈនិងធុរៈនៅក្នុងសាសនាមានពីរទី1កន្ធធុរៈនិងវិបស្សនាធុរៈសោធនៈនិងពូកែធ្វើវិបស្សនាមិនយូរប៉ុន្មានក៏បានសម្រេចជាព្រះអរហន្តសម្រេចជាព្រះអរហន្តចំណែកកបិលៈដែលត្រូវជាប្អូនបួសហើយពូកែសិក្សានៅកន្ធធុរៈសិក្សាបត្រៃ3ដកទាំង3ព្រះវិន័យព្រះសូត្រនិងព្រះអភិធម្មញាតិញោមហើយកបិលៈនឹងពេលដែលបួសហើយសិក្សាចាំក៏បកែទេសនាក៏បកែចាំធម៌ក៏ចាំបកែក៏បកែនៅពេលដែលទេសល្បីចាំធម៌ល្បីស្រាប់តែមាននៅគេហៅថាស្រវឹងនឹងភាពល្បីរបស់ខ្លួនញាតិញោមស្រាប់បានទេញោមកបិលៈនឹងល្បីអញទេសនាល្បីសាសនារបស់ព្រះពុទ្ធកាសបៈនឹងល្បីភាពដែលខ្លួនចេះចាំនៅគម្ពីរបត្រៃ3ដកវាអំនួតនឹងភាពល្បីរបស់ខ្លួនសបោលាភសក្ការៈទៅណាមកណាសបោគេបូជាទៅណាមកណាសបោគេគោរពទៅណាមកណាសបោគេស្រឡាញ់ចាប់ផ្ដើមវាអួតនឹងភាពល្បីរបស់ខ្លួនមានមោទនភាពគ្មានអ្នកណាចេះដឹងជាងអញទេមានតែអញបកាយជាងគេវាមានមោទនភាពគេហៅថាធម៌ព្រះគេហៅថាលោកធម៌បើភាសាបរមត្ថ
លោកលួនច្រើនពេកសោមនស្សៈសហកតាំងតថេកតសម្បយុត្តតាំងអសង្ខារិកាំងមានសោមនស្សសបាយរីករាយលោភៈចិត្តគ្មានអាណាគេដល់លោកទេអញអស់ចាជាងគេដល់តែពេលគិតតែខ្លួនឯងអស់ចាជាងគេសហធម្មិកសៈប្រមចារីគេអត់សូវស្រឡាញ់រាប់អានញាតិញោមដោយសារលោកបកាយអួតពេកយល់ទេញោមយល់អត់លោកបកាយអួតពេកភិក្ខុដែលមានសិលជាទីស្រឡាញ់ហ្នឹងគេលែងសូវរាប់អានបងប្រុសទទួលមានថាបងណៃកបិលបងឯងកុំឲ្យអួតអាងអញ្ចឹងចេះធေါ်ហើយបកាយទេសនាកុំឲ្យអួតអាងក៏បងឯងកុំឲ្យមានអ្នកនឹងខ្លាំងពេកអត់ស្ដាប់បងប្រុសទេអត់ស្ដាប់ពីណាក៏លោកមិនស្ដាប់អ្នកណាក៏លោកមិនស្ដាប់គិតតែខ្លួនឯងនឹងអស់ចាជាងគេប្រសើរជាងគេពុទ្ធបរិស័ទទាំងឡាយព្រះអង្គសម្ដែងតែធម៌ព្រះពុទ្ធកសបៈសម្ដែងតែធម៌លោកថាមិនមែនធម៌ទេនេះជារបស់កប្បយៈជារបស់គួរលោកថាជារបស់អត់គួរទេណែលោកផ្ទុយនឹងព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធទាំងអស់ទៅធ្វើឧបោសថអត់មានភិក្ខុណាធ្វើជាមួយញាតិញោមអត់មានភិក្ខុអង្គណាធ្វើជាមួយដោយសារអីដោយសារតែលោកមានអាស្មេះមានអ្នកអួតពេកគិតតែខ្លួនឯងនឹងអស់ចាជាងគេដល់តែពេលលឹងចឹងលោកថាធម៌ព្រះគ្មានប្រយោជន៍ទេញាតិញោមដល់តែពេលលោកបួសលោកថាធម៌ព្រះអត់ប្រយោជន៍ទេមិនដឹងអីមានប្រយោជន៍វិញគេអត់ធ្វើឧបោសថជាមួយលោកថាធម៌ព្រះអត់ប្រយោជន៍ទេអត់មានប្រយោជន៍អីទេធម៌របស់ព្រះសម្មាសម្ពុទ្ធឧបោសថក៏អត់ប្រយោជន៍ញាតិញោមដឹងទេកបិលភិក្ខុពេលដែលលោកសកត់ទៅសកត់ហ្នឹងគឺស្លាប់ពេលដែលសកត់ទៅញោមហើយញាតិញោមស្ដាប់បានទេសកត់ហ្នឹងប្រែតែស្លាប់ណាញោមភាសាលោកសំកស័ព្ទភាសាបរិជាសោយព្រះទីវង្គតអីចឹងទៅភាសាលោកសកត់ហើយញោមខ្លះអាត្មាធ្លាប់នៅបាត់ដំបងញោមរឿងពិតណាកាលហ្នឹងគេមុនទៅបុណ្យ7អង្គទៅបុណ្យទៅគង់លើផ្ទះគេនេះផ្ទះ2ជាន់អញ្ចឹងហើយជាន់មួយទៀតមានកម្មចដើតលោកនៅក្រោមផ្ទះអញ្ចឹង7អង្គញាតិញោមគេឲ្យកូនកមុំគាត់នឹងមកមួនលោកទៅលើទៅគង់លើផ្ទះហើយអាកូនស្រីហ្នឹងអត់សូវចេះនិយាយមួយលោកមកដល់ប៉ាត់មកមួនលោកលបងកម៉ែកណាមួនលបងទាំងអស់អង្គឲ្យទៅសកត់លើផ្ទះសកត់ហ្នឹងប្រែតែងាប់ញោមរឿងប៉ិតញោមអត់ចេះនិយាយភាសាលោកមួនលោកទៅសកត់លើផ្ទះណែអត់មានទៅគង់លើផ្ទះទៅសឹងលើផ្ទះទៅគង់លើផ្ទះវានៅអាក្រោមផ្ទះវាអត់សមល្អអាចារ្យជាអត់សមញោមណាទេនៅចិនមណ្ឌលវិបស្សនាធុរៈលេងទេមកអាត្មានៅចិត្តភ្នំម្ដងហ្នឹងញោមស្រីម្នាក់ហ្នឹងលេងទេមកចូលបុណ្យអាត្មាតាមវិញអាឡូកណាជំរាបសួរដេចគុណដេចគុណជំរាបសួរឥឡូវកណានិមន្តដេចកូនហ្នឹងចង់ប្រកេនលេខកូដវិញឥឡូវកណាចម្រើនពូលាសិនណាដេចកូនអស់យកបល់លេងចម្រើនពូលោកចូលមកជំរាបសួរនៅចិត្តភ្នំឧដុង្គហ្នឹងចិត្តភ្នំអត្តរៈប្រគុណចាចន្ទថានឹកឃើញលោកនឹកឃើញកូនចៅលោកមួយអង្គដល់ពេលទៅបនផ្ទះកូនចៅលោកហ្នឹងនៅភ្នំបូរីលោកមួយអង្គហ្នឹងទៅបនផ្ទះអ្នកស្រុកមិនអីដាក់គូអង្គុយអាស្បងចពោអត់មានលីអូបងញោមដាក់អង្គុយគេឃើញអីលោកញោមមិនអីញាតិញោមដល់តែពេលអង្គុយទៅគេឃើញផងលោកគេទៅចាក់ឆ្នោតលេខ60ត្រូវមកភូមិបូរីហ្នឹងគេទៅកាត់លេខឆ្នោតគេឃើញអីលោកគេថាដេចកូនឯងអរកូនឯងដេចកូនឯងឲ្យគេត្រូវឆ្នោតមកភូមិកូនចៅលោកប្រអាំទេរឿងប៉ិតតែញោមកូនចៅព្រះអង្គចាំថាមើលម៉ែលោកយាយចៅម្នាក់សួរលោកយាយលោកបោះកាត់អស់ហើយលោកយាយមើលទៅយាយថាលោកកាត់ថ្វាយព្រះថ្វាយអីអស់ហើយកូនអើយចៅអើយ
ពួកលោកបួសអស់កលេសកាត់ថ្វាយព្រះថ្វាយអីអស់ហើយសម័យថ្ងៃមួយលោកឡើងលើកម្មចដើអ្នកស្រុកចៅនឹងកលេសឃើញផងលោកសួរលោកយាយឯងក៏ហកចៅមកមិនថាលោកកាត់ថ្វាយព្រះអស់ហើយចៅអត់ជឿទេលោកយាយឯងក៏ហកចៅមកកាលហ្នឹងមកដោយព្រះអង្គលោកចាំថាចឹងញោមលោកហ្មងឡើងផ្ទះអ្នកស្រុកអត់ប្រយ័ត្នបងអត់ប្រយ័ត្នលើស្មាចង់សំដែងរឿងទៀត4-5នាទីទៀតបកគលនាទីទៅដល់ប្រគុណម្ចាស់ឡងច័ន្ទថាម្ដងមើលមុនប្រើបកទឹកតិចមើលទៀននេះមុនតិចមើលញោមឥឡូវស្អាកអាត្មាបាត់ហើយកអត់សូវស្រួលនឹងញោមសុំទឹកតិចមើលអាត្មាឆាន់ទឹកមួយសិនហើយបន្តដំណើរទៅទៀតពួកកប្រហែលថ្ងៃនេះអត់ស្រួលទៅមកពីពេទ្យញោមតាមពិតពេទ្យអត់ឲ្យអាត្មាទេសនាទេឲ្យសម្រាកមើលមួយរយៈដោយសារតែបំពង់កមើលពីខោកបិលហ្នឹងពេលដែលលោកសកុតទៅកើតធ្លាក់នរកញោមធ្លាក់អវជ័យនរកណាចំណែកម៉ែបកើតលោកហ្នឹងពេលដែលកូនខ្លួនឯងខុសក៏ហីអើកូនខ្លួនឯងខុសគ្រប់ត្រូលអាលោកខុសបងអូនស្រីក៏អញ្ចឹងអាបងខ្លួនឯងខុសក៏គ្រប់ត្រូលទៅជេរអ្នកមានសិលទៅជេរលោកល្អម៉ែហ្នឹងក៏ជេររួមកំណត់កូនខ្លួនឯងទៅបួសប្រព្រឹត្តអាក្រក់ដល់តែពេលគេថាអើយអត់បានញាតិញោមស្រាប់បានទេញោមម៉ែបកកើតលោកទៅដើរជេរលោកពេលធ្លាក់ទៅស្លាប់ទៅនរកជាមួយកូនបងអូនស្រីក៏អញ្ចឹងធ្លាក់ទៅនរកជាមួយភិក្ខុកបិលអស់ចន្លោះមួយពុទ្ធធម្មតាដល់តែសាសនារបស់ព្រះពុទ្ធពនាមសាមណៈកោដមភិក្ខុកបិលហ្នឹងបានកើតមកជាត្រីស្អាតណាស់ញោមពណ៌សម្បុរកាយនឹងដូចជាមាសមូលហេតុអីបានជាកើតជាត្រីពណ៌សម្បុរកាយដូចជាមាសដោយសារតែអានិសង្សនៃការបួសលោកធ្លាប់បួសកាលដែលសាសនារបស់ព្រះពុទ្ធកសបៈនឹងលោកធ្លាប់បួសអញ្ចឹងអ្នកបួសកើតជាណារូបស្អាតញាតិញោមអានិសង្សនៃការបួសនឹងជាចនកកម្មដែលញ៉ាំងបដិសន្ធិឲ្យពណ៌សម្បុរកាយស្អាតតែដោយអំណាចមាត់លោកស្អុយត្រីនឹងមាត់ស្អុយពីជាតិមុននឹងមូលពុទ្ធដីកាព្រះអង្គសម្ដែងថានេះធម៌លោកថាមិនមែនធម៌ទេនេះជារបស់គួរលោកថាមិនមែនជារបស់គួរទេមូលព្រះពុទ្ធដីកាមកកើតជាសត្វត្រីហើយមាត់ស្អុយទៅទៀតព្រះអង្គនិយាយទៅកាន់ត្រីសួរត្រីមនាលអ្នកឯងឈ្មោះកបិលឬឆ្លើយជាមួយព្រះញោមឆ្លើយជាមួយព្រះថាខ្ញុំព្រះអង្គម្ចាស់ឈ្មោះកបិលតើអ្នកឯងធ្វើកម្មអីពីជាតិមុនបានជាអ្នកឯងមកធ្លាក់នៅសោយទុកមកកើតជាត្រីតែខ្ញុំព្រះអង្គលំបាកណាស់ព្រះអង្គហើយកាលពីជាតិមុនធ្លាប់បួសកាលដែលសាសនារបស់ព្រះពុទ្ធកសបៈខ្ញុំព្រះអង្គបួសមូលនៅព្រះពុទ្ធដីកាឥឡូវស្លាប់ទៅមកកើតជាត្រីកំសត់ណាស់ព្រះអង្គហើយកំសត់ក៏ត្រីនឹងបោកក្បាលខ្លួនឯងងាប់ទៅធ្លាក់ទៅសោយទុកក្នុងនរកទៀតធ្លាក់ទៅសោយទុកក្នុងនរកមិនមែនអ្នកបួសហើយបានទៅកើតឋានសួគ៌ទេលុះត្រាណាតែប្រតិបត្តិដើរទៅតាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធឲ្យបានត្រឹមត្រូវពេលដែលធ្លាក់ទៅសោយស្លាប់ទៅគេហៅថាចុតតិកាលញាតិញោមមិនចៃញោមស្ងាត់ទាំងអស់គ្នាញោមស្រាប់ធម៌ណាទៀតណាចុតតិកាលហ្នឹងគឺកាលដែលស្លាប់ពេលដែលស្លាប់រមែងញ៉ាំបដិសន្ធិឲ្យបានកំណើតដ៏សមរម្យតែបើសិនជាបដិបត្តិមិនបានល្អទេធ្លាក់ទៅសោយទុកនៅក្នុងអបាយភូមិដូចជាសាសនារបស់ព្រះពុទ្ធកសបៈភិក្ខុមួយអង្គលោកបួសធ្វើឲ្យដាច់ស្លឹករៃទឹកមួយសន្លឹកអត់សម្ដែងអាបត្តិចេញញាតិញោមហើយអាងតែអាបត្តិនឹងជាអាបត្តិតូចអាបត្តិតាចអត់សម្ដែងចេញពេលដែលលោកសកុតទៅកើតជាអេរកបតនិករាជទៅកើតជាសត្វនិករាជដោយសារតែប្រមាទណែភិក្ខុសង្ឃធ្វើដាច់ស្លឹករៃមួយសន្លឹកក៏ត្រូវអាបត្តិដែរ
ពីខោតេសាមើលមកអង្គគេប្រកេនចៃពោលោកសបាយណាស់ត្រេកអរណាស់ដល់តែពេលសកត់ទៅយប់ហ្នឹងបានចៃពោស្អាតពេលដែលលោកសកត់ទៅកើតជាចៃចៃពោកើតជាចៃកំណើតហ្នឹងកើតអំពីញើសកំណើតមាន4ជាលាពុជ្ជៈកំណើតកើតពីកមនុស្សយើងហ្នឹងគេហៅថាជាលាពុជ្ជៈកំណើតមួយទៀតអន្តរជាកំណើតទី2កំណើតកើតពីសុទ្ធដូចជាមន់ដូចជាទាអីកំណើតកើតពីសុទ្ធទី3សង្សេតជាកំណើតដែលកើតពីញើសសត្វរុយសកើចចៃអីហ្នឹងគឺកើតពីញើសទី4ហ្នឹងអោបបតិកៈកំណើតឧបបតិកៈកំណើតដែលអណ្ដែតទៅកើតដូចជាខ្មោចព្រាយបិសាចទេវតាពពួកអមនុស្សហ្នឹងគេហៅថាអោបបតិកៈកំណើតនឹងកំណើតមាន4ប្រការញាតិញោមពុទ្ធបរិស័ទទាំងឡាយយៈសោជ្ជៈនឹងកាលដែលសាសនារបស់ព្រះពុទ្ធវិបស្សីនឹងមានសទ្ធាជ្រះថ្លាធ្លាប់ប្រកេនខ្នោសម្លទៅដល់ព្រះពុទ្ធវិបស្សីអនុមោទនីញាតិញោមស្គាល់ខ្នោសម្លហើយស្គាល់ខ្នោហើយញោមប្រកេនខ្នោនឹងទៅដល់ព្រះពុទ្ធវិបស្សីពេលដែលស្លាប់ទៅកើតឋានសួគ៌ទេវលោកដល់តែសាសនារបស់ព្រះពុទ្ធពនាមសាមណគោតមលោកស្លាប់ពីទេវតាមកកើតជាកូនអ្នកនេសាទពេលដែលស្ដាប់ពធទេសនាចាប់បានត្រីព្រះអង្គសម្ដែងពធទេសនាឲ្យស្ដាប់ក៏សោជយៈនឹងសូមព្រះអង្គបួសនៅក្នុងពុទ្ធសាសនានៅពេលដែលបួសទៅបដិបត្តិនៅវិបស្សនាធុរៈកន្ធធុរៈមិនយូរប៉ុន្មានក៏បានសម្រេចជាព្រះអរហន្តសម្រេចជាព្រះអរហន្តក៏លោកបរិនិព្វានទៅនឹងគឺជាប្រវត្តិអសីតិមហាសាវកទី62សូមអនុមោទនីគណៈទានខ្ញុំគណៈចូលរួមប្រកាសសម្ដែងពធបណ្ដឹងឥឡូវនេះបកគលនេតិទៅដល់បកគុណម្ចាស់ថេរបញ្ញោឡុងចន្ទថាបកគុណម្ចាស់មានពធចំណុចត្រង់ណាសម្ដែងពធទេសនាចែកជូនទៅដល់ពុទ្ធបរិស័ទនៅខាងកងមាសស្រុកកងមាសខេត្តកំពង់ចាមយើងនឹងនៅភូមិអន្លង់កគីឃុំស្ដៅស្រុកកងមាសខេត្តកំពង់ចាមឥឡូវខ្ញុំកណាបណ្ដឹងប្រគុណម្ចាស់សម្ដែងរួចបញ្ចប់ធម៌ទេសនាខ្ញុំកណាបណ្ដឹងហើយប្រគុណម្ចាស់ចាត់ចែងលៃលោកមានជាធម្មទានចំណុចត្រង់ណាហើយបញ្ចប់ពធទេសនាផងសូមអរតនានិមន្តអនុមោទនីសូមនមស្ការថ្វាយបង្គំប្រជុំ3ព្រះត្រៃរតន៍ដោយសេចក្តីគោរពជ្រះថ្លាដល់ពងពោះហើយសូមនមស្ការចំពោះសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកនិងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមដោយសេចក្តីគោរពកោតក្រែងហើយសូមនមស្ការព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលគង់តាមវត្តអារាមនានាហើយសូមនមស្ការព្រះមហាមេត្តាបាឡោដុងច័ន្ទនីដែលបានសម្ដែងធម៌រួចចប់សពគ្រប់ហើយសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទស្រីប្រុសអាយដាមលោកជំទាវអុកញ៉ាលោកស្រីប្រិយមិត្តចិត្តឆ្ងាយទាំងអស់ទាំងក្នុងនិងក្រៅប្រទេសនេះជាពិសេសញាតិញោមដែលបានអញ្ជើញមកជុំគ្នានៅក្នុងផ្ទះបុណ្យនៅក្នុងពេលនេះតាមពិតថ្ងៃនេះមិនគិតថា live តាម page ទេគឺ live តាម YouTube ប៉ុន្តែអ៊ីនធឺណិតវាទៅអត់រួចដល់ live តាម page ទៅចេញអញ្ចឹងក៏បន្ថយ live តាម page ទៅឥឡូវមានអ្នកមើលច្រើនដុងច័ន្ទនេះដូចអត់មានអ្នកមើលឬ41អ្នកឡុងច័ន្ទថា600ជាងcòn ở bây giờ bầm môi rồi chiếm tên ngày nấy dạng án có mà mơn pi mơn đây giờ mơ to chọp apa admin nè chê đây ngày này phần mấy miền cái cầm bần môi xả đó cái thà lòng chăn thá cảm bằng buộc miền lùi do đỏ bù hơi lùi chào này chào
cái ta chứ ấy tham má có sao xe tha trâu hơi bà sân chia bù rô lùi bán còn nâu đi để ấy vô lọ lên và bốn một bù màu mà rô lùi nồi vót bù về số nọc rô nú nâng nhẹ bà cái tư mình lúc mà cha mà ông ta cầm tọp ấy lúc cha anh ấy mình tọp ấy thế nhưng còn lại lao từ với nữa nè bộ bà nâu bà sợ dương thơ ca với bà bá bù lô rô lùi bán chân nẹ đèl tha tàng bà mán mê ta công nộp đầy tè ấy một bù màu bù rô lùi và srul bù lô nữa srul nè chẳng một bù máu hay bàn lối chạm tàu vĩnh lối một con cái thẻ khá ba một bù vĩnh màu ở cái srul này nào vọt năng màu nữa năng lại đâm prăng ở dưới riêng nên buồn lúc mình srul thế nè nhóm xui nhóm khá bị pasana mà còn vô thô dương một số ai tàu này bàn trong tình lến có bàn trong si cu tất có bán si cu cố có bán si cu thái có bán si cu khmái có bán bong kla khlo phật mà sờ ray chôl khara ok cầm ai tập một quan đắng sủi tầng hay lô say ghế kê bậc kê bậc chai buôn đắng chai ban tập trâu ca là chai sủi cái dây đơm tiết đôi ca mà vâng môn lô chôl hang à mấy hay lôi lâu do nó thơ đôi lâu nó tàu sông lôi cót lâu trong cái anh đây ta mến trong cái anh thì nhiều mình nè vậy ơi của rướng lâu trôi khóc lại tại trôi mong mũi vì hộp bế là trôi hàng cái hộp chốc rồi có thay trôi mà nè anh mơ tao về một sâu xóm hiểu rằng nè còn cua đai của mọi ai chẳng á tại bà khóc về một khóc ở đây của cả lại những cái thư cho ăn rạp tại bà tao miền khné chạp pi on lang từ rư miền là cha miền dây ta ai hai hòn đó với tầm nuông và nằm mơ lục chán đôi pi on bay on đấy sao bà tôi thọt bỏ họ ai na lục trôi là chầm xóm ấy bù lục trôi rẻ hàng tầm nơm dây trên mót đôi lọp krương rồi mấy luôn anh hồi ngánh lục mình chạy ngành đấy chứ ban chỉ lục trôi hàng nắng mau pi lục chụp ngao ra với nhật pê hay chặt trái về nhật bê ban khné trong tàu rô mà ấy sụp kỳ sụp cơ tao năng cái về miền bạc con miền bạc kia miền bạc ấy bị ngành mà bê đấy đào lục trôi chắc là một tàu lục nè ý nẹt tha này chồng là nẹt tha miền nhung tham lục khăn tay trời nó lâu đừng cao được tham đâu cầm lắng bạch dễ đấy nhung lục sau ấy buổi cha hơi nhung các bạn ta chặtประมาณ tiết mà rồi đại hơi bộ đêm chiều rê lâu mơ cha mơ mình cho bao do bờ không mình chụp bao mà ấy nhung chẳng bàn thà nhiệt nhóm tầm lẹ đai sân chứ bạch sập bạch ấy thế không coi ở xru sân đó ấy đông tràn đi cái đăng hướng sở này thì ấy na sẽ lục cắt ấy na đòi lục lang cầm giờ đã chào cái khơi giải về thả nhóm khơi bỏ lục bên toàn cắt hòn ấy sẽ xây na một bậc tô tham một đôi tham ấy nè nè na toàn rương năng khmer nè na đấy cứ nè năng mong nhung cứ khuôn ai năng mong nè toàn hai ca năng chân bên này nhung tham bên nè toàn hai ca năng này nè đằng rương đằng cho anh tích nhung đằng là hỏi hay một bậc tô long danh thai này có hay lâu nay tham còn tới cha bảo ram nay bật thua khla đầm bay ban chỉ phải giao đòi dây ta phụ tu sập mà mò hơi nửa sòn một phi rồi ban lại ban phải chỗ nó khơi thay dừng lại bằng to to cao pel về miếng đã smart chính đòi chính tu sập nắng mò đâu hà sập rồi còn chăm đông chăn ní đánh lần sai sập rồi nhưng mà đó là tham á sau mà phi rồi vậy mình toàn xuống rồi lấy cả là màu toàn họ luộc bạch chẳng cầm luộc toàn là lâu dần lớn này khla đầm bay sầm đai ao dây ta phút bò đầy sạt của mình nè mười trơn chui share video này ao ban bị 70 nè đó mười trơn tới hơi ao nè chê ao nè từ nâng ban mơ phong
dương cục khnia mà nẹt sắp tới trong bàn côn lọ cục khnia chẳng bên đây nhiệt nhôm bột bò để sạch trong nè ta bốn ca hỡi cứ trong bàn côn bảo ca hơi miền côn cái thà miền té đi ọt mà nụ nấu miền phấu đi ọt mà nụ đờ chấm chạm bạch trâu tầm miền cồn hay miền cồn nâng cồn bầm non rồi bom mà nụ cướp cứ thà đó là bề bàn cồn nâng máu đó là dương chắc cồn nâng bình chăm bên đây nhung về đằng cồn về che chùn lùi về che mơ tất cả đau tất cả che thai toàn nâng đài mai ao cướp này chẳng bàn hãy bảo sanh bảo ban cồn màu nó cồn nó mình che hình chăm mình che mơ thái miền mai là có thà anh đang ở cồn ở chân anh vô cồn đấy sọc chân ọt cồn tăng bị ca hơi bờ đỏ lâu rồi chứ của cồn đây có lọc mai có lọc ấu phần ta đó là khơi cồn để đăng cồn cướp này miệt đà bày đà là cật thà cồn ai nhai ở mấy bàn mà đôi cồn kì đôi ca đăng cồn ngày nâng chân cồn nhôm mà cha bon đằng chân từ miền nẹt khla tiếc ọt ban đằng đôi nhôm thì ngày khla tăng tôi chật tam bật mau pi sầm pi bon rồi bao mà đai nâng mình lọ phong đài prum ông bạn đi sai ca sầm sam mình đôi kia thì cồn khla cồn co prasa cồn khla mình co prasa thì hay là không say hay tao bật tới lục đam tha bà cô na cao mau năm ơi mai âu thao tiệp năm ơi mai âu khma kế lục đám mình ơi bỏ ra sợi trai bà cao côn thôn đằng thì ta bà cô na cao mau che đằng côn mai che đằng côn âu che hình trăm mai âu đôi long nhận tha chứ nè nâng bà cao sai sập nẹo có bàn đây ta bà đông chan đi bạch bà cao đây của mục đi mục bàn hộp chứ anh lên âu khan mai hộp chẳng bàn lục mù lửa lụa được họp lối nhiều mà buồn kia đấy kia riêng xa lúc lời dịch kê đâu có nên một lúc đôi thùng ba nói mà thùng ba không thùng ba lô đấy nhôm nơi chừng đấy nước khơi cao tàu có cống côn trao cái du bà nó nhung cái du bà nó hay mê cái đấy cái can là micro mùi nữa mê cái nó can micro giấy âm phô côn trao cái du ba tam khỏi nó đôi chùm non chân buôn micro đã lơ con không hay pli đã riêng khơi hay ta cha can xe đào và tàu tam gọi được và tàu rồi cái thời chắc nhung nuông bao kê mau tham ma soi rừng buông hoa mọi người và sập bài chặt đây cả năng cả đôi bồn đâu mà đông bằng cái da nè pli cao cá á lời cho mà đào đường dừng vinh của tôi sắp chết ở luật mền tên nè chẳng ban tha mình nè chẳng ban côn lõ côn prasa côn mình đôi kia tầng ở tây nhung chẳng ban chỉ presama samput vòng sầm đai thật côn miền bay cả miền buồn cả miền tài dân lực dục bay tệ chia tập bót nụ chia tập bót vẽ chia tập bót tệ chia tập bót côn nắng chết đặc năm mai ở bà tham mai ở miền sal miền thô miền á này dây bây giờ bây giờ oi cót miền sal miền thô miền á tua bàn con là mai âu ở lấu của bà thì hiện tại cô mai nom chất bùng lên rồi anh bạc cao các ba là anh mấy nãy bạc cao các ba là anh tha là phần năng anh hiện prap chẳng bên đây nhau mà chả cái phải thầm mà anh hộp sẽ mấy mà chừng anh mai mà anh đặt lòng vi cao bách che đấy anh mai hả cho vào đâu anh đi ai vô clay đi nè tha phần năng anh hiện gì ai bà sanh chỉ côn cái giấy trăm trâu cái tham mà anh thưa ấy chân muốn tổ hồ sao lỗ thô anh cái hay mai cho bà mai chôn sao chôn thô chôn á ta con anh trăm mai ọt con anh thưa mày lâu nè đầm bay oi mai chụp trăm sạt thiệt rồi còn mày còn là cái thà oi tầm mai prom nhom sọc chất lụ sài mà cả lái thưa bon bạch trai bốn oi mai và quần cài thoại luôn hãy bài tận đồng dùm đây mình oi mai và bà thì nè cái gì lõ mai nó gặp prom từ và mai là tiếp lâu bà mai xa đi con bạc ca ní côn bạc ca ní côn bạc xa ní côn bạc ca ý côn bạc ca đấy trong trà dương mai đến ô bọn lại đấy mà là côn bạc ca mấy vậy nó côn không mê mẹ này nè tí nè mà hồ bỏ đấy rồi lọm mon mình bọn lại bờ cái đấy sầm khán côn co bạc xa tí pí cứ chơi trình chấm miệt đà bày đà rương trình trăm miệt đà bày đà này mình bên là ngày thơ bon đi thế hơi bị bón còn trâu chơi hình trăm cọt đà cọt mình bên hộp từ ngày bon thế
ថ្ងៃអត់បនគាត់ហូបរាល់ថ្ងៃដូចញាតិញោមជ្រះថ្លាខ្ញុំទៅវត្តមិនដែលខានទេឲ្យតែមានម្ហូបអត់ម្ហូបខ្ញុំខ្ជិលទៅណាហើយអាណិតលោកថ្ងៃសិលទៅមិនដែលខានដល់ថ្ងៃអត់សិលទៅបំបត្តិអត់ដាក់បាយឲ្យគ្នាឆានទៀតប៉ិននិយាយខ្លះចេះថ្ងៃណាម្ហូបឆ្ងាញ់តិចគុណអីអត់តន់ទេថ្ងៃណាស្ងោមន់និយងជ័យអីណាអត់តន់ទេបើហ្នឹងវាឆ្ងាញ់ក៏ដាក់ឲ្យលោកហងអីហងអាណាឆ្អែតដល់ថ្ងៃណាសម្លហើយធំបោកតិចតិចគុណអីមន់រុងច្បាស់មកមុខដូចយាយហ្នឹងយាយមួយហ្នឹងលាក់ស្រួលមកណាហើយវត្តដុំនេះមានវត្តចេតពុនទៀតវត្តចំនួនព្រះញោមមិនធម្មតាណាស្អាតណាស់វត្តនេះញោមតែវត្តនេះក៏អស់តោះដែរនេះវត្តមជ្ឈិមសារារាមចែកដីម្បងពហិស្អាតស្អាតញោមឃើញគួរចង់ងាប់ណាឃើញគួរបកាច់ចូលហ្មងចែកដីហ្នឹងព្រោះនងពេកណាហើយថ្ងៃនេះអាត្មាទៅដល់វត្តលោកគ្រូសំប៊ុនធឿនទៅដូចដីទិញបរិចថែមតលិចទៀតញោមធំស្អាតណាមិនធម្មតាទេញោមហើយក៏អាត្មាទៅនឹងទៅឆាននៅនឹងហើយកលឹងភ្នំហើយចូលមកដល់វត្តលោកគ្រូសំប៊ុនធឿនស្អាតណាស់ហើយឥឡូវថាកសាងព្រះមួយព្រះអង្គទៀតធំនៅខាងលិចញាតិញោមណាកន្លែងសក្ការៈបូជាគូជ្រះថ្លាអញ្ចឹងកូនក៏ប្រសើរទី2គឺចិញ្ចឹមមេដាបៃតាចិញ្ចឹមគាត់ចិញ្ចឹមឲ្យរស់កុំថាចាំគាត់ចាស់ចាំគាត់មនុស្ស89ហើយមិនបាច់ខំពេកមួមព្រោះគង់អតវតាដែរបើចិញ្ចឹមគាត់ចិញ្ចឹមតាំងពីគាត់នៅខ្សែនៅហាអីប្រឹងចិញ្ចឹមអានឹងហូបបានខ្លះហ្នឹងគាត់នៅដាំបាយកើតអីមិនបាច់តន់ទេមួមបានចាំដល់គាត់ឈឺហ្មងចាំចិញ្ចឹមគាត់អាហ្នឹងតិចងាប់បាត់ហើយមានរស់ស្អីខ្លះដល់កៅវតាបើនេះបានទៅចិញ្ចឹមគាត់ចិញ្ចឹមស្អីទឹកដោះគោជាបច្រកយាយខ្លះគេបោះប្រយ៉ងក្មួយចិត្តប្រឹងក្មួយប្រឹងបច្រកតិចក្មួយប្រឹងចុះប្រឹងឡើងយាយនោះចេញតាមយមកចុះគាត់លេបវាមិនតន់នោះអានេះជួយដល់គាត់ស្លាប់ហើយជាថាដឹងគុណដល់ពេលគាត់ឈឺណានឹងមិនសូវស្រួលទេឃើញទេទី3ថារសាពូជពងវងតកូលអាហ្នឹងកូនគាត់ប្រសើរទី3មិនភ្ញាក់អីហ៎គាត់ស្ពឹកជើងគ្នាគាត់ហ្នឹងដល់ប៉ះទៅច្រឡោតអីណាសង្ស័យយាយហ្នឹងចង់ហេវបាយហ្មងស្រួលទី3គឺថារសាពូជពងវងតកូលបើយើងថារសាពូជយើងបានតកូលយើងបានអាហ្នឹងកូនក៏ប្រសើរដែរញាតិញោមណាហ្នឹងហើយពីព្រោះពូជយើងពូជអ្នកប៉ុនអ្នកទៀនពូជអ្នកដូចញោមអាចារ្យគាត់និយាយថាពូជគាត់មិនតាំងពីដើមមកជាអ្នកធរអ្នកអាអ្នកសិលអ្នកទៀនហើយអាយុប្រមាណ9ជាង97ញោមមើលខ្វះតែ3ទៀត100ហ្នឹងប្តីហ៎ម្ដាយគាត់ស្លាប់ហ្នឹងអាយុ97នេះមិនធម្មតាទេបើខ្វះបុណ្យមិនដល់ហ្នឹងទេព្រោះអាយុកាលកំណត់75ឥឡូវធ្លាក់ដល់សល់74កន្លះទេបន្តិចទៀត74គាត់73 72 71ដោយចាស់និយាយថាមនុស្សពាក់មួយអោងឡើងដើមទ្រប10ឆ្នាំគឺងាប់បន្តិចទៀតគង់អត់ដល់ញោមឯងកុំស្លាប់ចាំមើលពុំដល់ឥឡូវឃើញទេអាហ្នឹងមានសម្ដែងនៅក្នុងគម្ពីរដែរតាញាតិញោមចឹងបានថានេះគ្រាន់តែបញ្ជាក់ថាពូជយើងពូជអ្នកបុណ្យពូជអ្នកសិលពូជអ្នកទៀនពូជអ្នកធ្វើល្អអញ្ចឹងអស់ពីដូនពីតាយើងត្រូវថែរក្សាស្នងឲ្យបានពាក្យថាស្នងបានន័យថាជំនួសឲ្យបានហើយចំណុចទី3គឺថាចំណុចទី4កូនក៏ប្រសើរទី4គឺជ្រះថ្លាក្នុងអំពើល្អបានន័យថាចេះធ្វើបុណ្យចេះឲ្យទានចេះធ្វើបុណ្យចេះឲ្យទានចេះគោរពព្រះសង្ឃចេះគោរពចាស់ទុំចេះគោរពអ្នកចិត្តអ្នកខាងចេះគោរពតកោរៀមច្បងណាហើយកូនក៏ប្រសើរទី5នោះគឺមានសិលធម៌និងគុណធម៌បានន័យថាជាអ្នកមានសិលក្នុងខ្លួនចរិយាមេរយាទសគុតសគុំទៅណាមកណាម៉ែឪមិនខ្មាស់គេបើគេសួរថាកូនយាយណាអូកូនយាយតន់ហ្នឹងម៉ែឪគេល្អចោះបានកូនមកក៏ល្អមកម៉េចចេះធ្វើបុណ្យឲ្យទៀនមើលនេះអាយុប៉ុណ្ណឹងសុំសិលដូចចាស់ដែរនេះណែអាហ្នឹងគេសរសើរអញ្ចឹងណាញោមហើយបើសិនជាយើងគ្មានសិលគ្មានគុណធម៌ដើរទៅឯណាមកឯណាយ៉ាងងាយគេមើលងាយគេមើលថោកអាហ្នឹងអាប់អោនដល់ម៉ែឪអត់ដែលនឹងញាតិញោមម៉ែឪចាំម៉ែឪសម័យឥឡូវថ្លៃធ្នូដោយសារកូនថោកទៀតក៏ដោយសារកូនញោមជឿមិនជឿណាទោះបីជាយើងល្អយ៉ាងណាក៏ដោយ
តែបើកូនចេញមកចរិតពេលគេថាម៉ែឪល្អមិនសមណាបដៅកូនមិនបានចឹងសោះឃើញខ្មាស់គេទេញោមគេនិយាយប៉ុណ្ណឹងហើយដល់យើងល្អកូនមកគិតទៅកូនចៅគេមកពូជល្អទាំងអស់ណែគេសរសើរអញ្ចឹងឃើញទេអញ្ចឹងសូមឲ្យកូនគាត់ប្រសើរទាំង5យ៉ាងនេះមានចូលដល់កូនចៅប្រុសស្រីគ្រប់គ្នាសូមអនុមោទនាចូលរួមសម្ដែងប៉ុណ្ណេះចោះញាតិញោមព្រោះអាត្មាម្នាក់ឯងកន្លះម៉ោងដែរហើយលោកម្ចាស់កន្លះម៉ោងចឹងប៉ុណ្ណេះចោះ1ម៉ោងហើយម៉ោង5ជាងហើយឥឡូវសូមបញ្ចប់ធម៌ទេសនាប៉ុណ្ណេះសូមលើកបុណ្យកុសលប្រគេនបករណាម្ចាស់គ្រប់ព្រះអង្គជូនដល់ញោមម្ចាស់បុណ្យគឺលោកយាយឧបាសិកាហើយអាត្មាភាពក៏មានបិតិសោមនស្សរីករាយបានមកជួបញាតិញោមនៅទីនេះដោយសារមិនដែលបានមកម្ដុំនេះញាតិញោមណាមិនដែលបានមកម្ដុំនេះហើយក៏មិនដែលបានជួបញាតិញោមនៅភូមិគោរមៀតនេះហើយញាតិញោមក៏មិនដែលបានឃើញឡុងចន្ទថាចឹងមែនទេញាតិញោមមិនដែលបានជួបមុខផ្ទាល់ចឹងទេណាធ្លាប់ឮតែសំឡេងតាមរថយោមានលោកយាយខ្លះគាត់ថាដែលតែឃើញមុខតាមប៉ុស្តិ៍រថយោព្រោះរថយោគាត់មានទូទស្សន៍ចឹងគាត់មិនដែលបានជួបមុខផ្ទាល់អត់អីទេញោមទម្លាក់ដៃសិនចុះគួយឲ្យទៅស្រួលទៅហើយប្រែដៃប្រែជើងបត់មិនកើតពេលមិនកើតសណ្ដូកខ្លះទៅដើម្បីឲ្យអរិយាបថនៃការស្ដាប់នឹងបានយូរបន្តិចព្រោះពិធីបុណ្យយើងឯនេះយើងទេសនាម៉ោង2រសៀលប៉ុន្តែ2ជាងតិចហើយដោយអាត្មាភាពថ្ងៃនេះទទួលទេស3កន្លែងបណ្ឌព្រឹកមិញហើយមួយហើយនៅអង្គរបុរីនេះក្រេទី2ក្រេទី3នៅស្រុកលោកម្ចាស់ជាសមាលាស្រុកស្រីសិទ្ធរឯណាកដាលណានោះញោមណាឥឡូវនេះញាតិញោមតនោះហ្នឹងគេផ្អើលឈូឆព្រោះចង់ឃើញមុខប្រុសស្អាតមិនអន់ប្រមាណទេលោកមកមួយអាត្មាក៏មិនអន់មើលទៅញោមដូចគល់ថ្នោតប៉ុន្តែញឹមសំបើស្រស់ញឹមស្រស់ញាតិញោមឲ្យតែឃើញអាត្មាគាត់ចេះថាឌីគុណញឹមបន្តិចឌីគុណញឹមបន្តិចអាត្មាមិនចេះតែញញឹមផ្ដេសផ្ដាស់ទេព្រោះអាត្មាញញឹមបានលុយមិនដូចញោមឯងដើរជន់អាចមនុស្សក៏ញឹមដែរអត់ទេអាត្មាហើយបើសិនជាចុះពីឡានភ្លាមញញឹមដល់ក្រេទេសហ្នឹងក៏ញញឹមគេថាឯងឈួតបាត់អញ្ចឹងញញឹមហ្នឹងញញឹមតែពេលសំដែងពេលត្រូវរឿងសើចបានគេញញឹមហើយញាតិញោមចង់ឲ្យអាត្មាញញឹមវាពិបាកបន្តិចជួនកាលសុខភាពមិនសូវស្រួលឥឡូវនេះសុខភាពអត់សូវស្រួលទេញោមដល់បាយហើយវាត្រូវការដេកពួនខ្លះហើយមិញនេះបាយនៅជើងភ្នំជីសូមន់ដុត2ឆាក្តៅ1បែក7ពេកបើដល់អញ្ចឹងទៅរៀងហេលហាលវាពិបាកក្នុងខ្លួនញាតិញោមចង់ឆ្ងាញ់អីទៅជើងភ្នំជីសូទៅអស់តែម្នាក់100000ឆ្អែតញោមគ្មាននរណាគេឲ្យ free ទេឃើញទេឥឡូវនេះដោយពុទ្ធបរិស័ទជាពិសេសម្ចាស់ដើមទានប្រធានដើមបុណ្យមានការរលឹកនឹកឃើញខ្ពស់ជ្រះថ្លាចំពោះគុណឪពុកគុណម្ដាយដែលកាលកត់នៅមានជីវិតធ្លាប់ចិញ្ចឹមបីបាច់ថែរក្សាឥឡូវអ្នកដែលមានគុណទាំងអស់គាត់បានលះលោកនេះទៅកាន់លោកខាងមុខខ្លះហើយនៅខ្លះមិនតន់ទៅតែត្រូវតែទៅទាំងអស់
និយាយមួយម៉ាត់ឲ្យងាយស្ដាប់យើងគ្រប់គ្នានេះសុទ្ធតែពូជអ្នកស្លាប់ទាំងអស់ជឿមិនជឿយាយប៉ែណាសុទ្ធតែពូជអ្នកស្លាប់ទាំងអស់មានមកគ្រូសាមាន10ងាប់10មាន2ទាំង10ងាប់3ទាំង10តាគោក៏3ឆ្កែឆ្មាក៏ងាប់អញ្ចឹងជីវិតយើងដែលរស់នៅសពថ្ងៃនេះគ្រាន់តែដូចយើងកំពុងតែចតនៅលើក្បូនមួយសពថ្ងៃហ្នឹងរស់នៅសពថ្ងៃហ្នឹងកំពុងតែចតនៅលើក្បូនមួយហើយក្បូនហ្នឹងនៅកណ្ដាលសមុទ្រទៀតហើយអ្នកដែលជិះលើក្បូនគឺយើងគ្រប់គ្នាកំពុងតែរស់នៅហើយមិនដឹងថាក្បូនហ្នឹងវាត្រូវដាច់ខ្សែទៅវារបេះរស័យនេះវាខ្ទាតឃ្លាតទៅនេះ1 2 1 2 1 2យូរទៅអស់មានអីទុំអស់មានអីអង្គុយជួនកាលក្បូនហ្នឹងវាអត់ដាច់វាអត់រហែកទេតែមានខ្យល់ព្យុះមានរលកសមុទ្រធំទីបំផុតក្បូនក៏ដាច់ខ្ទេចខ្ទីអ្នកដែលជិះក្បូនហ្នឹងក៏ត្រូវស្លាប់ចឹងមែនទេញាតិញោមដរាបណាក្បូនហ្នឹងវាមិនតន់ដាច់ខ្ទេចខ្ទីមិនតន់ជួបខ្យល់ព្យុះមិនតន់ជួបព្យុះសមុទ្ររលកធំអញ្ចឹងបានន័យថាទឹកវានៅស្ងប់ខ្យល់ក៏វាអត់មានក្បូនហ្នឹងក៏វានៅអណ្ដែតតាមដំណើរម្លោះហើយប្រឹងប្រែងខំបន្តិចទៅក្រែងដល់គោលដៅដូចយើងនៅរស់សពថ្ងៃហ្នឹងបើជីវិតយើងមុខតែនឹងស្លាប់ដូចមនុស្សដែលលិចក្បូនហ្នឹងមុននឹងលិចមុននឹងស្លាប់រូតរះធ្វើបុណ្យរូតរះឲ្យទានរូតរះសន្សំសេចក្តីល្អហើយព្រោះជីវិតយើងគ្រប់គ្នានេះអត់វែងទៀតមនុស្សនៅចម្ពោះទ្វីបនេះអ្នករស់នៅក្នុងទ្វីបទាំង4ការរស់នៅមុខមាត់ខុសគ្នាដូចជាមនុស្សនៅឧត្តរៈមនុស្សនៅពពេហវិទេហទ្វីបពពេហវិទេហទ្វីបហ្នឹងនៅទិសខាងកើតនៃភ្នំព្រះសនេរុមនុស្សនៅទ្វីបហ្នឹងមុខដូចព្រះច័ន្ទកន្លះចំណិតបានន័យថាមិនមែនព្រះច័ន្ទពេញវងទេព្រះច័ន្ទកន្លះចំណិតបានន័យថាមួយចំហៀងណាមុខសន្តានទ្រង់ទ្រាយរៀងរៅអីប្រភពអីហ្នឹងគឺថាដូចព្រះច័ន្ទមួយចំហៀងចំណិតហើយមនុស្សនៅទ្វីបនោះអាយុ700ឆ្នាំនៅខាងកើតភ្នំព្រះសម័យមនុស្សនៅអបរកោយានទ្វីបបានតែទ្វីបហ្នឹងនៅទិសខាងលិចនៃភ្នំព្រះសនេរុមនុស្សហ្នឹងមានរូបរាងមុខសន្តានទ្រង់ទ្រាយដោយព្រះច័ន្ទពេញវងបានន័យថាមូលកឡង់ដូចម៉ត់កឡអាយុ500ឆ្នាំមនុស្សនៅឧត្តរករុទ្វីបបានន័យថាទ្វីបហ្នឹងនៅទិសខាងជើងនៃភ្នំព្រះសម័យហ្នឹងឬក៏ហៅថាភ្នំព្រះសនេរុហ្នឹងមនុស្សហ្នឹងមានមុខ4ជ្រុងមិន3ជ្រុងទេ4ជ្រុងសន្តានទ្រង់ទ្រាយមុខមាត់ហ្នឹង4ជ្រុងហើយអាយុ1000ឆ្នាំគ្រប់គ្នាទាំងអស់អាហ្នឹងនៅខាងជើងភ្នំព្រះសម័យឬភ្នំព្រះសនេរុហើយប្រវត្តិទស្សនា7ចប់ហ្នឹងតាក់ទងជាមួយនឹងមនុស្សនៅទ្វីបខាងជើងនៃភ្នំព្រះសម័យគឺឧត្តរករុទ្វីបរីឯមនុស្សនៅចម្ពោះទ្វីបអ្នកយើងហ្នឹងចម្ពោះទ្វីបមនុស្សមានមុខដូចពងមាន់ឬ3ជ្រុងឃើញទេញោមខ្លះមុខមូលដូចពងមាន់ញោមខ្លះស្តៀងពងមនុស្សអញ្ចឹងទៅដូចអង្គនេះមុខដូចពងមនុស្សអាត្មានេះរាង3ជ្រុងហ្នឹងណាអសរវីអញ្ចឹងណារាងស្អាតតិចអញ្ចឹងទៅមនុស្សនៅចម្ពោះទ្វីបយើងមុខមូលដូចពងមាន់ឬក៏3ជ្រុងហើយមនុស្សចម្ពោះទ្វីបហ្នឹងលោកបញ្ជាក់ទៀតថាសម័យណាដែលមនុស្សនៅចម្ពោះទ្វីបមានគុណធម៌ល្អអាយុ1អសង្ខ័យឆ្នាំ1អសង្ខ័យឆ្នាំនេះច្រើនជាងទេវតាទៀត
មួយអសង្ខ័យសរសេរលេខ1ហើយដាក់លេខ0ពីក្រោយ140មួយអសង្ខ័យសម័យកាលណាដែលមនុស្សប្រព្រឹត្តល្អមនុស្សនៅចម្ពោះទ្វីបអាយុមួយអសង្ខ័យសម័យណាដែលមនុស្សប្រព្រឹត្តអាក្រក់មនុស្សនៅចម្ពោះទ្វីបយើងនឹងធ្លាក់នៅសល់10ឆ្នាំងាប់កាយចំនួនព្រះ100ជាងឥឡូវធ្លាក់នៅសល់75 74កន្លះបន្តិចទៀត74គត់បន្តិចទៀត73 72 71ធ្លាក់នៅសល់10ឆ្នាំងាប់ចឹងបានមនុស្សចម្ពោះទ្វីបយើងទូចទៅឃើញទេញាតិញោមហើយញាតិញោមមានដែលឮដំណើរចាស់និយាយថាមនុស្សបន្តិចទៀតពាក់មួយអង្គឡើងដើមទ្របញាតិញោមមានដែលឮពាក្យហ្នឹងទេណាបន្តិចទៀតដល់ហើយចំនួនព្រះមនុស្សធំណាព្រះសម្មាសម្ពុទ្ធ6ម៉ែត្រញាតិញោមហើយមនុស្សចំនួនហ្នឹងគឺធំចឹងហ្មងហើយឥឡូវមើលប្រមាណតាត់អាខ្លះ1ម៉ែត្រ2ផឹងណា1ម៉ែត្រ60ឡុងចន្ទថានេះ1ម៉ែត្រ65ចកេះក្រងគូជូហួញរៀងស្លីមលយឃើញទេទឹក3ថ្ងៃងូតម្ដងខែងារមួយអាទិត្យអាហ្នឹងតាមយាអូននេះខ្ញុំបែកញើសខ្លាំងវត្ថុយើងទៅបួស7 10ឆ្នាំនេះសបល់អត់សអីគេខ្ញុំនៅតែព្រីងទុំដើមឆ្នាំហ្នឹងហើយអញ្ចឹងហើយដូចជាចិត្តគ្រប់5000សាសនាព្រះសមណគោតមយើងនឹងមនុស្សក៏ចេះតែខៃចុះមកក្រោមដែរឥឡូវហ្នឹង75 74កន្លះតិចទៀត74គត់73 72 71 7គត់64ដេញរហូតដល់10ឆ្នាំងាប់ចិត្តគ្រប់5000សាសនាព្រះសមណគោតមបានន័យថាគម្រប់សាសនាព្រះយើងហ្នឹងដល់ពេលចិត្តគ្រប់5000មនុស្ស10ឆ្នាំងាប់5ឆ្នាំការប្តីការប្រពន្ធ3ឆ្នាំរៀនសូត្រណា3ឆ្នាំរៀនសូត្រ5ឆ្នាំការប្រពន្ធ10ឆ្នាំនាំគ្នាងាប់បន្តិចទៀតគង់ដល់ទេញោមឯងកុំស្លាប់ចាំមើលបន្តិចដល់ឥឡូវวันមុខនេះនឹង40ទៀតទៅបាត់ទៅហើយចឹងមែនទេយាយហ្នឹងហើយអាហ្នឹងរឿងតាក់ទងទៅនឹងមនុស្សក្នុងទ្វីបទាំង4គឺផ្សេងគ្នាវិជាសាស្ត្រសពថ្ងៃគឺនិយាយថាមានអីទ្វីបអាហ្វ្រិកទ្វីបស្អីទៀតញាតិញោមទ្វីបអីទៀតទ្វីបអាស៊ីយើងនេះអាស៊ីនៅទ្វីបអឺរ៉ុបតាមពិតបើនិយាយទៅតាមផ្លូវធម៌នៅលើផែនដីយើងទាំងមូលនឹងគ្រប់ប្រទេសទាំងអស់គឺចម្ពោះទ្វីបទាំងអស់តែបើតវិជាសាស្ត្រគេបែងចែកទ្វីបនេះទ្វីបនោះទ្វីបនេះទ្វីបនោះតែបើនិយាយតាមផ្លូវធម៌គឺអាមេរិកក្តីបារាំងអាហ្គានីស្ថានក្តីអ៊ីរ៉ាក់អ៊ីរ៉ង់ហ្វីលីពីនតាលីនទីនក្តីចេះថាទៅយើងមិនដឹងប្រទេសស្អីនិយាយមួយម៉ាត់ឲ្យខ្លីគឺនៅលើផែនដីទាំងមូលគឺចម្ពោះទ្វីបបានអាត្មាហ៊ានថាអញ្ចឹងពីព្រោះមនុស្សនៅចម្ពោះទ្វីបពេលពោះ9ខែ10ថ្ងៃឥឡូវអាមេរិកពោះប្រមាណ7ថ្ងៃ20ថ្ងៃហើយចុះបារាំងមិន10ថ្ងៃ9ខែ10ថ្ងៃទាំងអស់មែនញាតិញោមហើយអា7ខែកើតអាណាលូតអា6ខែកើតហ្នឹងរលូតបើឲ្យវាចំផងម្ដងគឺ9ខែ10ថ្ងៃបើព្រះសម្មាសម្ពុទ្ធ10ខែគត់នឹងព្រះពោះ10ខែគត់ហើយមេដាព្រះពោះព្រះអង្គហ្នឹងអត់មានប៉ោងដូចយើងទេយើងអានេះមិនស្រួលអីដូចលោកបានបាតចឹងបានគេនិយាយថាអីអ្នកមានផ្ទៃពោះគេមិនឲ្យដាក់បាយបាតលោកដោយសារអីគេខ្លាចអ្នកបានបាតជួបអ្នកបានបាតវាផ្អើលដាច់គោយល់ទេញាតិញោមអ្នកភូមិគោរមិតឃុំកណ្ដោកស្រុកកណ្ដាលស្ទឹងខេត្តកំពង់ស្ពឺអាណាគេមិនដឹងខេត្តកណ្ដាលគេនិយាយលេងឃើញទេអញ្ចឹងពាក្យដែលគេថាអ្នកមានផ្ទៃពោះគេមិនឲ្យដាក់បាយបាតលោកហ្នឹងគេខ្លាចទី1ដល់ពេលយើងថ្វាយអង្គមទៅវាបុកកែងដៃជាមួយនឹងពោះអ្វីដែលសំខាន់ជាងគេធម្មតាអ្នកដាក់បាតលោកមិនឈួរទល់មុខលោកមិនអញ្ចឹង
ហើយដល់លោកស្ពាយបាតទៅពុះស្ពីងទៅឯងស្ពាយបាតដែរទៅអាបាតប៉ះបាតទៅវាខ្ទមមកក្រោយវាស៊ីផុយទៅណាចឹងបានគេមិនអោយដាក់នោះបើតាមពិតដាក់បានអត់អីទេដាក់បានយើងឈរចំហៀងណាយើងដួសដូចថាលោកឈរចេះយើងឈរមកចេះមកហើយយើងដួសយើងដាក់ចេះមកមែនទេអត់អីទេហើយដល់យើងឈរដាក់ពីមុខទៅចេះអាបាតយើងនេះវាប៉ះមួយបាតលោកវាខ្តទៅផ្ងាក្រោយភីងទាំងអស់គ្នាវាបែកក្បាលលោកបែកក្បាលប្រសក់ហើយរឿងហ្នឹងវាអញ្ចឹងទេញាតិញោមធម៌ទេសនាច្បាប់ហើយញោមប៉ុណ្ណឹងបានហើយសុខចិត្តទេអត់ទេអត់ទេនៅខ្វល់អីអត់មកបោឆ្អិនហើយនេះចង់បញ្ជាក់ញាតិញោមអញ្ចឹងថាចិត្តគ្រប់ 5000 សាសនាព្រះសមណគោតមយើងនឹងមនុស្ស10ឆ្នាំងាប់ឥឡូវនេះកំពុងតែចុះណាចុះពុទ្ធសាសនាកន្លងទៅបាន100ឆ្នាំចុះ1ឆ្នាំ100ឆ្នាំចុះ1ឆ្នាំឥឡូវនៅសល់2551អត់តាន់ដល់ចូល52 100ឆ្នាំចុះ1ឆ្នាំ100ឆ្នាំចុះ1ឆ្នាំដល់ពេលពុទ្ធសាសនាបានគ្រប់ជិត 5000 ឬគ្រប់ 5000 មនុស្ស10ឆ្នាំងាប់5ឆ្នាំការប្តីការប្រពន្ធ3ឆ្នាំរៀនសូត្រ2 3ឆ្នាំរៀនសូត្រហើយទៅរៀនស្អីចេះក្នុងសម័យនោះអាត្មាសិក្សាជួបក្នុងរយៈកាលប្រហែលជា7ថ្ងៃដល់ពេលគ្រប់ 5000 សាសនាព្រះសមណគោតមយើងហ្នឹង7ថ្ងៃហ្នឹងមនុស្សកាន់ស្អីក៏คล้ายទៅជាសត្រាវុធដែរបើថាកាន់ដបងហ្នឹងคล้ายជាដាវកាន់ឈើអី4ជ្រុងឈើស្អីក៏ដោយឲ្យតែជាប់នឹងដៃคล้ายជាសត្រាវុធទាំងអស់កាប់សម្លាប់គ្នា7ថ្ងៃអត់មានដឹងម៉ែអត់មានដឹងកូនអត់មានដឹងបងអត់មានដឹងប្អូនទេមនុស្សសម័យនោះខ្សែសន្តិវៈប្រព្រឹត្តដោយសត្វធាតុគ្មានដឹងអាណាម៉ែអាណាអូអាណាកូនដោយសត្វដេរឆាននេះវាប្រោកដោយញីដោយឈ្មោលវាមានដឹងម៉ែដឹងអូវាណាមនុស្សចំនួនហ្នឹងគឺអញ្ចឹងហើយកាប់សម្លាប់គ្នា7ថ្ងៃងាប់រង្គាលញាតិញោមប៉ុន្តែលោកបញ្ជាក់ថាមានមនុស្សមួយក្រុមតូចរត់ចូលពួនក្នុងព្រៃដល់ពេលគ្រប់7ថ្ងៃហ្នឹងចេញមកវិញមកឃើញគ្នាអាណិតគ្នាស្រឡាញ់គ្នាមេត្តាគ្នាឃើញគ្នាអោបគ្នាចេះយំដាក់គ្នានាំគ្នាប្រព្រឹត្តល្អឡើងវិញអាយុឡើងវិញ100ឆ្នាំឡើង1ឆ្នាំ100ឆ្នាំឡើង1ឆ្នាំឡើងរហូតមួយអសង្ខ័យឆ្នាំវែងជាងទេវតាទៀតដល់តែមួយអសង្ខ័យឆ្នាំមនុស្សប្រមាទទៀតណាមនុស្សយើងមនុស្សចម្ពូទ្វីបយើងនឹងប្រមាទអញ្ចឹងដល់អាយុវែងប្រមាទទៀតលេងសៅខ្វល់បន់ខ្វល់ទៀនចុះទៀតចុះ100ឆ្នាំចុះ1ឆ្នាំ100ឆ្នាំចុះ1ឆ្នាំនៅសល់80000ឆ្នាំទៅព្រះសិអាចុះមកត្រាស់ដឹងនៅក្នុងកាត់យើងនឹងមួយអង្គទៀតគឺព្រះសិអាមេត្រីយល់ទេញាតិញោមសូមអនុមោទនាសាសនាព្រះអង្គអាយុប្រមាណញាតិញោមមានដឹងទេសាសនាព្រះសិអា80000ឆ្នាំមែនទេហ្នឹងហើយ80000ឆ្នាំដល់មួយអសង្ខ័យឆ្នាំអត់តាន់ចុះត្រាដល់មនុស្សនឹងប្រមាថ100ឆ្នាំចុះ1ឆ្នាំ100ឆ្នាំចុះ1ឆ្នាំធ្លាក់នៅសល់80000ឆ្នាំព្រះសិអាចុះពីឋានដុសសត្វមកចេញទៅបួសតាមអាទិត្យទេ7ថ្ងៃបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដែរអនុមោទនាហ្នឹងរឿងបញ្ហាមនុស្សនៅចម្ពោះទ្វីបឥឡូវតាក់ទងទៅនឹងរឿងមនុស្សនៅឧត្តរករុទ្វីបមនុស្សនៅឧត្តរករុទ្វីបដែលមានអាយុប្រមាណជា1000ឆ្នាំគ្រប់គ្នានោះហើយមានមុខ4ជ្រុងមនុស្សនៅឧត្តរករុទ្វីបនៅខាងជើងភ្នំព្រះសនេរុប្រវត្តិនេះប្រវត្តិពុស្ដា7ចប់ហ្នឹងអាត្មាសម្ដែងឲ្យញាតិញោមស្ដាប់បន្តិចហើយសម្ដែងរឿងហ្នឹងហើយព្រោះទេសនាមិនសូវបានសើចសប្បាយទេសូមប្រាប់ញាតិញោមមកហើយព្រោះវាអត់មានប្រដាប់បំពងសំឡេងអាត្មាទេសនាអញ្ចឹងវារៀងប្រឹងបន្តិចដល់ប្រឹងខ្សោយខ្លាំងណាដល់ខ្សោយខ្លាំងឲ្យថែមទាំងយាយនេះមុខអាក្រក់ទៀតគ្មានកម្លាំងទេយកពីហត់រហូតដល់ឲ្យអស់កម្លាំងឲ្យអស់មកហើយដូចយាយនេះវិញមើលគ្មានដាក់ភ្នែកសោះចង់លួចច្រឡាញ់ឡុងញ៉ាំថាហ្នឹងណាមនុស្សហ្នឹងណាហើយអស់កម្លាំងណាឃើញមុខអូនលេងឃ្លានបាយអស់កម្លាំងណាដល់អញ្ចឹងទៅញាតិញោមជាពុទ្ធបរិស័ទនិយាយប្រវត្តិរឿងពុស្ដា7មេឲ្យញាតិញោមស្ដាប់ការប្រពការធ្វើរឿងរ៉ាវនឹងវាមិនមែន
អត់មានហេតុអត់មានបច្ច័យអត់មានអីត្រឹមត្រូវទេញាតិញោមសុទ្ធតែមានរឿងមានរាវត្រឹមត្រូវប៉ុន្តែអ្វីដែលយើងនាំគ្នាប្រពនាំគ្នាធ្វើនេះគឺយើងយកលំនាំតាមព្រះសម្មាសម្ពុទ្ធខណៈដែលព្រះអង្គទៅយាងប្រោសពុទ្ធមេត្តាព្រះអង្គសម្ដែងអភិធម្ម7មេហ្នឹងមានធម្មសង្កនិវិភាំងធាតុកថាបុគ្គលបញ្ញត្តិកថាវត្ថុយមកັບមហាប្រធានសម្ដែង3ខែប៉ុន្មាន3ខែឋានទេវតាទេ3ខែឋានមនុស្សព្រោះឋានតាវតឹងអាយុ1000ឆ្នាំទឹក100ឆ្នាំមនុស្សយើងបានមកយុបមួយថ្ងៃគេទេអញ្ចឹងបើគិតនៅឋានហ្នឹងប្រហែលជា2-3នាទីគេឯងនេះ3ខែណាញោមឃើញទេតាមពុទ្ធមេត្តាព្រះសម្មាសម្ពុទ្ធព្រះអង្គស្លាប់ពីមនុស្សនេះកើតនៅក្នុងឋានបោះសត្វទេវតាជាន់ទី4អាយុ4000ឆ្នាំទឹក400ឆ្នាំមនុស្សយើងបានមកយុបមួយថ្ងៃឋានហ្នឹងឯងចុះហេតុអ្វីបានព្រះអង្គមិនទៅសម្ដែងប្រោសពុទ្ធមេត្តានៅឋានបោះសត្វហ្នឹងទៅចាំបាច់សម្ដែងត្រឹមឋានតាវតឹងជាន់ទី2ធ្វើអីពីព្រោះព្រះអង្គទ្រង់ពិចារណាថាឋានបោះសត្វទេវតាជាន់ទី4ហ្នឹងត្បិតថាវាល្អមែនតែឋានហ្នឹងតូចជាងអៀតជាងឋានតាវតឹងឋានតាវតឹងអាម៉េចបានឈ្មោះថាតាវតឹងមកពីបាលីថាទេតឹងស័កទេក៏3តេក៏3តឹងស័ក30ប្រែថាឋាន33ឋានតាវតឹងហ្នឹងមានមនុស្ស33នាក់កសាងផ្លូវថ្នល់កសាងសាលាសំណាក់ងាប់ពីមនុស្សហើយទៅកើតក្នុងឋានតាវតឹងទាំង33នាក់បានគេហៅថាឋានតាវតឹងឬត្រៃត្រឹងប្រែថាឋាន33ច្បាស់នៅញាតិញោមច្បាស់នៅដល់និយាយទេសនាត្រឹមត្រូវទៅស្ដាប់ចង់ចូលដល់លោកនិយាយលេងច្រើនលោកនេះទេគ្មានសាច់ធัวគ្មានសាច់ធัวស្អប់មកអាអ្នកនិយាយហ្នឹងស្អប់មុខអមែនដៅចិត្តទៀតអាចឹងដល់ឯងនិយាយត្រឹមត្រូវធ្វើមុខឲ្យក្រៀមប៉ែដល់ឡានិយាយឲ្យសើចនេះគ្មានសាច់ធัวគ្មានសាច់ធัวក្តៅក្រហាយក្តៅពេកដាក់មួយហ្នឹងនេះដល់និយាយត្រឹមត្រូវអត់ចង់ស្ដាប់ដល់ពេលនិយាយបដើសើចបដើគេថាលោកនេះទេគ្មានសាច់ធัวទេអាអ្នកថាហ្នឹងបានហែកមកឲ្យដល់គុំកជីអស់អាយ៉ះខ្វោកស្អប់របៀបជិញមិនថាញោមនេះទេអាត្មាថាអ្នកឯណាឯណីនោះយើងនេះត្រឹមត្រូវចង់ងាប់ហ្នឹងចឹងមែនទេយាយណែត្រឹមត្រូវនិយាយនេះត្រឹមត្រូវថ្មិញលើដូចថ្មិញគោអស់លីងចំណាស់ហ្នឹងហើយអស់លីលោកឲ្យសាយនេះសាយខ្ទុយទេទុំចេះអត់ទេអាត្មានេះអស់ស្គៀមដែរហ្នឹងឥឡូវហ្នឹងស្គៀមអស់ក្រោម2លើ1មួយហៀងក្រោម2លើ1មួយហៀងឥឡូវហ្នឹងស្គៀមអស់ដែរញាតិញោមឥឡូវយើងបន្តសាច់រឿងយើងទៀតញាតិញោមដោយសារតែព្រះអង្គយល់ថាឋានតាវតឹងហ្នឹងវាទៀបមែនតែវាធំទូលាយព្រោះឋានតាវតឹងមានដើមបរិច្ឆតកៈព្រឹកមួយហើយមានថ្មកម្ពលៈសិលាហ្នឹងថ្មហ្នឹងគឺដោយអំណាចបុណ្យរបស់ព្រះអង្គកសាងកាលព្រះអង្គនៅជាមនុស្សកសាងផ្លូវថ្នល់ហើយកសាងសាលាសំណាក់ឲ្យដាំដើមរលុះផ្អោងឲ្យដាក់ដុំថ្មមួយដុំធំជាងនេះបន្តិចណាដុំថ្មហ្នឹងដល់ពេលដោយអំណាចបុណ្យហ្នឹងអាដុំថ្មហ្នឹងដូចចំហាយបុណ្យដើម្បីទៅកើតនៅហ្នឹងដែរដល់ទៅកើតនៅហ្នឹងមិនតូចប៉ុណ្ណឹងឯណាបដោយ60យោជទៅតឹង50យោជកម្រាស់15យោជហើយក្នុងមួយយោជមាន16គីឡូហើយក្នុង1គីឡូមាន10ខាំអាហ្នឹងបើអញ្ជីងស៊ី7ខាំកន្លះ8ខាំជាងបន្តិចបើអញ្ជីងត្រឹមត្រូវ10ខាំត្រឹមហើយថ្មកម្ពលៈសិលាហ្នឹងបើទៅតាមកពីសម្ដែងថ្មហ្នឹងដូចពូកអេប៉ុងអញ្ចឹងអាថ្មយើងធម្មតានេះចន់អត់គ្រប់ទេណាតែថ្មក្នុងឋានតាវតឹងហ្នឹងបើទៅតាមនៅក្នុងធម្មបតតភកថាលោកបានបញ្ជាក់ថ្មហ្នឹងដូចពូកអេប៉ុងអញ្ចឹងយើងយកជើងចន់វាធត់ដកជើងឡើងវាស្មើគ្នាវិញហើយបើញោមឯងជឿញោមឯងស្លាប់ទៅសួរប្រអិនខ្លួនឯងបើថាលោកនិយាយឲ្យមិនជឿមិនបាច់មើលមុខអាត្មាទេ
លោកនេះទេសនាកំម៉ៃកំមើអញ្ចឹងញោមបានគេចូលចិត្តស្រឡាញ់មុំណាហ្នឹងណាអញ្ចឹងបានម៉ែអាត្មាគាត់ស្រឡាញ់ម៉ែអាត្មាស្រឡាញ់កូនគាត់ស្រឡាញ់ដូចកូនបកើតបើម៉ែបកើតវិញដូចរើសបានបំពេជ្រហ្នឹងថ្ងៃនេះបានកូនមួយហ្នឹងនៅប្រសក់ខូចជាងគេជេរតម៉ែជេរតឪវ័យដូចផ្ទះនៅប្រសក់ឲ្យអាត្មាចោលសេតពុកដូចចោលគោខូចដល់ពេលបួសល្អជាងគេត្រឹមត្រូវជាងគេស្អាតជាងគេណាហើយដឹងម៉ែដឹងឪជាងគេប៉ុន្តែមកចូលឆ្នាំនេះដូចអត់តាន់បានជូនលុយ1រៀលហ្នឹងណាវារវល់ប៉ុន្តែទេមុនចូលឆ្នាំបានអីវ៉ាន់ទៅមួយឡានដែរមកគូតឡានពេញបឹកឥឡូវចាំហើយរវល់ទៅជប់លៀងគាត់ចេញម្ដងសុបគោមួយឆ្នាំ 35,000 ដាក់2ឆ្នាំម៉ែមួយឆ្នាំឪមួយឆ្នាំដាក់ទៅចេញតាមយមោះដាក់ទៅមកយាយនេះមកនិយាយលេទៅមួយរួយអូនឃើញទេពិតប្រកបអាត្មាគិតថារឿងជូនម៉ែជូនឪមិនចាំបាច់ជូនដល់ខែបុណ្យស្អីបើមុខអាត្មាត្រូវទៅមួយខែ2ដងវិញហ្នឹងមួយខែ3ដងវិញហ្នឹងមកទៅខ្វល់អីចាំបាច់ទៅជូនចូលឆ្នាំអញ្ចឹងងាប់ហើយអាហើយចូលឆ្នាំក៏ទៅកើតជូនឲ្យគាត់បានលុយគ្រាន់លេងចាក់ទួយលេងអីនេះឯងមិនបាត់អបសុកធ្វើមិនធ្វើទៅមែនទេឲ្យតែសុបាយទៅខ្វល់អីទួយលេងអានេះចេញ16ញោមព្រោះនៅម្ដងអាត្មាលោកមួយអង្គលោកអង្គុយលេខអីវ៉ាន់អីវ៉ែគេកាត់ចាក់16ត្រូវមកយ៉ាងហៀងភូមិអ្នកកាត់ហ្នឹងក៏អ៊ំម៉ែអ្នកកាត់ចេះបើអាត្មាអង្គុយចេះប្រយ័ត្នហ្នឹងខ្លាចក្រែងចេញស្អីអត់សូវទេអត់សូវទុកចិត្តទេអត់សូវទុកចិត្តយីប៉ែហ្នឹងទេចៃណាមើលចប់ហ្មងញោមអត់អីទេអាត្មាអោននេះអោនមើលខ្លាចក្រែងវាជីងស្អីទេអាត្មាមិនអោនមើលស្អីទេចឹងមែនឡងចាំថាទេសតែចឹងហ្នឹងហើយទេសតែចឹងខ្វល់អីហ្នឹងហើយអត់ទេសសើចឹងហើយដល់ពេលហើយអីហើយចឹងទៅបានថ្មហ្នឹងវាធំហើយព្រះអង្គសម្ដែងតាមពិតគាត់ថាចិត្តព្រះអង្គទូទន់ថាចង់សម្ដែងត្រឹមឋានតាវតឹងព្រះអង្គដឹងបតីព្រះព្រោះព្រះអង្គមាននាមថាសហសនេតាំងព្រះអង្គមានភ្នែក1000មិនភ្នែកព្រះអង្គ1000ទេណាចង់និយាយថាបើភ្នែកព្រះអង្គពីរហ្នឹងកលេចទៅជើងដឹង1000រឿងកលេចទៅកើតដឹង1000រឿងទៅបូនទៅលើទៅក្រោមទៅលិចដឹង1000រឿងកលេចមកខ្វាច់ដឹង1000រឿងអញ្ចឹងបានព្រះអង្គមាននាមមួយទៀតថាសហសនេតាំងគឺមានភ្នែក1000អញ្ចឹងព្រះអង្គដឹងបតីព្រះដឹងថាចង់សម្ដែងព្រះអង្គចង់សម្ដែងប្រោសពុទ្ធមេត្តានៅឋានតាវតឹងព្រះអង្គក៏ទៅរតនាមេត្តាព្រះពីឋានដុសសិតមកត្រឹមឋានតាវតឹងហើយព្រះអង្គសម្ដែង3ខែញាតិញោមសម្ដែងអត់ដកភ្នែនទេគឺព្រះអង្គពេលរហូត3ខែហ្នឹងចុះអញ្ចឹងញាតិញោមឆ្ងល់ចុះបើសម្ដែងពេលរហូតអញ្ចឹងចុះព្រះអង្គមិនអត់ចង្ហាន់ទេថាព្រះអង្គទៅបិណ្ឌបាតធម្មតាហើយបិណ្ឌបាតហ្នឹងមិនមែនបិណ្ឌបាតចំពោះទ្វីបយើងទៀតទៅបិណ្ឌបាតនៅនោះអត្តរករទ្វីបខាងជើងភ្នំព្រះសម័យនោះហើយមនុស្សនៅអត្តរករទ្វីបហ្នឹងបញ្ជាក់ញាតិញោមម្ដងទៀតពោះតែ7ថ្ងៃកើតកូនយើងអានេះចម្ពោះទ្វីប9ខែ10ថ្ងៃឯនោះ7ថ្ងៃកើតកូនហើយកូនកើតហើយក៏ដាក់ក្បែរផ្លូវហ្នឹងគេអត់មានអំបៅទឹកដោះទឹកអីដូចយើងទេអ្នកដើរទៅជួបដាក់ម្រាមដៃហ្នឹងឲ្យអញ្ជក់ម្នាក់ទៅនៅទៅផុតទៅក្រោយដើរមកដល់ឲ្យម្រាមដៃអញ្ជក់មួយទៀតទៅហើយរស់ទៅវាអស់ចាអញ្ចឹងយើងនេះហ្មងរស់ទៅដោះកោប្រហែល1តោននោះយើងអានេះនោះចាំមែនទេយាយបែបស្ដាប់អត់លឺហងស្រួលលឺទេអញ្ចឹងអូអាណិតយាយដល់ហើយចាស់ដល់ហើយញោមអើយអាណិតគាត់នឹកឃើញដល់ឃើញយាយនឹកឃើញយាយអាត្មាកាលនៅរស់ទៅវត្តយកអាត្មាទៅរហូតដល់ទៅអញ្ចឹងទៅមហូបណាឆ្ងាញ់បានមករហូតនឹកឃើញដល់យាយអាត្មាកាលគាត់នៅរស់ហើយជេរអាត្មាសិតតែ3ជ្រុង3ជ្រុងដល់ពេលហើយរៀបទៅវត្តច័ន្ទថាអើយទៅវត្តបើយាយចៅណែចេះឃើញទេឥឡូវយាយទៅបាត់អាណិតយាយអើយអាណិតបើសិនជាយាយនៅរស់ដឹងតែចៅគាត់ឆ្លាតអញ្ចឹងមិនដឹងគាត់សប្បាយចិត្តប៉ុណ្ណាទេញោមអញ្ចឹងហ៎
ស្ដាយយាយដល់ហើយចង់ទៅតាមយាយដែរហេប៉ាន់អត់តន់មានប្រពន្ធអីមកបន្តិចបន្តួចអងអីទៅម៉ែចឹងអត់កើតទេយកពន្ធសិនមកចាញ់បញ្ញាយាយនេះចឹងមែនទេយាយដល់អញ្ចឹងទៅក៏ព្រះអង្គសម្ដែងធម៌ចឹងទៅដល់ម៉ោងបិណ្ឌបាតព្រះអង្គនិមិត្តព្រះអង្គនិមិត្តព្រះពុទ្ធមិនមែនព្រះពុទ្ធពិតប្រាកដទេណាព្រះពុទ្ធនិមិត្តសម្ដែងធម៌ទេវតា80កោដអត់មានទេវតាមួយណាដឹងទេស្មានតែព្រះពុទ្ធមែនទេអ្នកដែលដឹងរឿងមានតែមួយទៀតគឺព្រះអិនដឹងទៀតដឹងថាព្រះពុទ្ធមែនទេព្រះអង្គទៅបិណ្ឌបាតកំពុងតែសម្ដែងនេះគឺព្រះពុទ្ធនិមិត្តព្រះអិនដឹងទេវតា80កោដអត់មានអ្នកណាដឹងមួយសោះហើយព្រះអង្គបិណ្ឌបាតញាតិញោមទៅបិណ្ឌបាតនៅឧត្តរករទ្វីបបិណ្ឌបាតម៉ោង6ល្ងាចចាំម៉ោង5 6ល្ងាចគេដាំបាយនៅគេនោះល្ងាចតែបិណ្ឌហ្នឹងហើយបងអត់ឆានហ្នឹងទេព្រះអង្គមកឆាននៅចម្ពោះទ្វីបយើងម៉ោង8ព្រឹកមានហួសម៉ោងឯណាចាំមែនទេញាតិញោមបើព្រះអង្គបិណ្ឌហ្នឹងព្រះអង្គសោយហ្នឹងអាហ្នឹងហួសម៉ោងដល់ព្រះអង្គបិណ្ឌនៅឋានឧត្តរករទ្វីបហ្នឹងម៉ោង5 6ល្ងាចដល់ព្រះអង្គមកឆានចម្ពោះទ្វីបនេះម៉ោង8ព្រឹកមានអីត្រូវហួសម៉ោងនេះមានអីត្រូវហួសម៉ោងហើយព្រះអង្គសោយចង្ហាន់ហើយអីហើយព្រះអង្គសម្ដែងអភិធម្មដែលព្រះអង្គសម្ដែងប្រោះពុទ្ធមេតាសម្ដែងព្រះពុទ្ធមែនទេនឹងសម្ដែងប្រោះព្រះសរិបុត្រទៀតព្រះសរិបុត្រសាវកដែលចេះចាំព្រះអភិធម្មមុនគេគឺព្រះសរិបុត្រនិងកូនចៅព្រះសរិបុត្រ500អង្គបានចេះអភិធម្មមុនគេដល់ព្រះអង្គសម្ដែងហើយអីហើយចឹងទៅព្រះអង្គនិមន្តទៅឋានតាវតឹងវិញព្រះអង្គដឹងទៀតព្រះអង្គថាអូព្រះសម្មាសម្ពុទ្ធពិតប្រាកដព្រះអង្គយាងមកវិញហើយឃើញទេសម្ដែង3ខែញាតិញោមមិនធម្មតាទេដំបូងព្រះអង្គមិនតន់យកព្រះអភិធម្មសម្ដែងប្រោះពុទ្ធមេតាទេព្រះអង្គដំបូងព្រះអង្គយកប្រសូតយកវិន័យ21000ព្រះធម្មខណ្ឌថ្លឹងជាមួយនឹងគុណមេតាបៃតាព្រះដល់ថ្លឹងទៅចាញ់គុណមេតាបៃតាដាក់វិន័យចុះដាក់ប្រសូតឡើងប្រសូត21000ព្រះធម្មខណ្ឌដល់ទៅថ្លឹងជាមួយគុណមេតាបៃតាចាញ់គុណមេតាបៃតាព្រះអង្គលើកប្រសូតចុះដាក់ព្រះអភិធម្មនឹង42000ព្រះធម្មខណ្ឌដល់ថ្លឹងជាមួយគុណមេតាបៃតាស្មើគ្នាមិនថ្លឹងដោយចិញ្ចៀងទេណាថ្លឹងដោយញៀនព្រះសម្មាសម្ពុទ្ធអញ្ចឹងបានព្រះអង្គសម្រេចប្រតិថាយកព្រះអភិធម្ម42000ព្រះធម្មខណ្ឌសម្ដែងប្រោសមេត្តាព្រះសម្មាសម្ពុទ្ធអញ្ចឹងបានអ្នកប្រាជ្ញទាំងឡាយឬក៏អច្ឆរិយវិទ្យឬបច្ឆាចារ្យអាចារ្យខាងក្រោយបានរៀបរៀងចងក្រងគុណមេត្តាបៃតាថាមានចំនួន42000គុណមួយបែងចែកទៅតាមព្រហ្មវិហារធម៌បែងចែកទៅតាមព្រហ្មសង្ឃហធម៌ទៅគុណទាំងឡាយកណនាមិនបានប្រមាណមិនអស់ដោយអ្នកប្រាជ្ញទាំងឡាយបានចងក្រងច្បាប់ខ្លះថាមេត្តាបៃតាមានដូចជាអនន្តគុណអនន្តគ្មានទីបំផុតអនេកបគុណច្រើនជាអនេកអសមគុណគ្មានអ្វីផ្ទឹមស្មើអបរមាណគុណប្រមាណថា12ឬក៏21នេះมันមានឡើយញាតិញោមគុណពិនប្រកបគឺរាប់មិនបានទេញាតិញោមសូមអនុមោទនាណាកន្លះម៉ោងជាងហើយណាញាតិញោមបច្ចៈចុងក្រោយបន្តិចអញ្ចឹងយើងនិមន្តព្រះសង្ឃធ្វើពិធីពុះស្ដា7មេហ្នឹងគឺយើងនិមន្តលោកសូត្រម្ដងមួយមេគ្រប់7ហ្នឹងទៅដំណាច់តែធ្វើអីធ្វើអញ្ចឹងទៅតែយើងធ្វើហ្នឹងមិនបាច់សូត្រដល់49ដងឯងវាហត់ពេកអាចារ្យបុរាណខ្លះគេសុំពុះស្ដា7មេហ្នឹងហើយសុំ1មេ7ដង7គុណឲ្យ7វាតែប្រមាណហើយ49វាកោងចង្យានីលោកប្របាកលោកអាណិតលោកហើយបើ1មេ7មេ1មេ17000មេ70000 49មេមួយអង្គ49មេនោះបើចេះតែសូត្រមានកម្លាំងបន្តិចឯង49ដងលេងឲ្យគ្នា15000ចង់ងាប់
ស្អប់ទៀតហើយមហូបមិនឆ្ងាញ់ទៀតស្ងោតាមរះហើយចាប់ឆាយនៅតែខ្លាញ់មានសាច់តាមរំដាក់ទៅចង់ងាប់ចេះអីស្អប់និយាយឲ្យស្មើគ្នាចឹងចុះប៉ុន្មានប៉ុននេះទេប៉ុនគេផ្សេងទេប៉ុនហ្នឹងចាស់ប៉ុនហ្នឹងងាប់បាត់ហើយញោមឯងកើតមិនតាន់ទេហ្នឹងចុះបើយូរហើយតាំងពីយាយឯងនៅទូនោះហ្នឹងញាតិញោមប៉ុណ្ណឹងបានហើយមុំស៊ីផុយហើយហើយយើងធ្វើតក្កណានៅប្រទៀនប្រគេនឲ្យល្អត្រឹមត្រូវចំពោះសង្ឃហើយឧទ្ទិសទៅតាំងចិត្តឧទ្ទិសវេបានត្រឹមត្រូវប្រគេនឲ្យបានត្រឹមត្រូវសូមអនុមោទនាតម្រាំដល់ប៉ុនគេនោះខ្ទង់ប្រហែល5ទៅ6ព្រោះម៉ោង3 23នាទីហើយគេនោះថាទេសម៉ោង4ឥឡូវតង់មិនតាន់ឥឡូវហ្នឹងតើទេសប៉ុណ្ណឹងសិនបានហើយព្រោះកុំឲ្យហួសពេលហួសវេលាបើចង់បានទេសយូរទេសតាំងម៉ោង1ទេសបានយូរបាទដល់ទេសស្មល់ហ្នឹងតែមិនបានយូរឲ្យគ្នាហត់ដែរលើប៉ុណ្ណឹងបានហើយញោមយឺទេសស្នាតែប៉ុណ្ណឹងបានប៉ុនបាច់និយាយទេឲ្យលោកទេសថែមទីគ្មានបានប៉ុនទេព្រោះលោកហត់ទេសព្រោះស្អីញោមសំឡេងដូចគោទេសព្រោះថាញាតិញោមជាពុទ្ធបរិស័ទអាហ្នឹងបានព្រោះផ្អែមណាញោមហ្នឹងហើយដល់សំឡេងដូចអាត្មាមិនព្រោះប៉ុណ្ណឹងបានហើយទេសមិនព្រោះទេគ្រាន់តែស្ដាប់ទៅយល់បានចូលចិត្តតែប៉ុណ្ណឹងទៅគឺថា no problem បានតែគ្មានបញ្ហាទេឲ្យតែប្តីចេះផឹកស្រាវាគ្មានបញ្ហាទេរឿងកើតនឹងគេនោះបន្តិចទៅងាប់ទាំងអស់ប្តីយើងនឹងឲ្យតែផឹកស្រាសរស់មិនយូរទេញោមតែមានរូបមានកម្មតែមានស្រាស្នាមច្បាស់ជាមានស្រាសព្រោះអានឹងជាដូនមួយគ្នាអញ្ចឹងមែនទេញោមជឿណែកណាអញ្ចឹងប៉ុណ្ណឹងបានហើយបើនិយាយត្រូវគ្នាទេអីទៀតប៉ុណ្ណឹងបាននឹងតិចទៀតស្អីទេប៉ុណ្ណឹងបានហើយប៉ុណ្ណឹងបានហើយញោមឯងអត់បានបាក់ថ្មិញ2ទៀតឥឡូវហត់វាអត់មានអីជំនួយសំឡេងហត់ប៉ុណ្ណឹងបានណាលើប៉ុណ្ណេះចុះឲ្យសុំប្រម៉ែប្រមូលបុណ្យកុសលជូនញាតិញោមពុទ្ធបរិស័ទស្រីប្រុសពិតជិត40នាទីញោមបានម៉ោងទេព្រោះយើងនិយាយយកខ្លឹមតែម្ដងនិយាយរុកនិយាយទេសនាថ្ងៃនេះគឺនិយាយយកនៃខ្លឹមសារបុណ្យហ្នឹងម្ដងបត់ពុស្ដា7មេហ្នឹងម្ដងខ្ជិលបាច់និយាយច្រើនណានិយាយប៉ុណ្ណឹងបានណាមិនចឹងស្ដាប់បានទេញោមហ្នឹងបានហើយប៉ុណ្ណឹងបានហើយបាច់ទេទៀតធោទេសនាទេប៉ុណ្ណឹងល្អពេកហ៎ហើយបើនៅនិយាយតប៉ែឡាយម៉ោងគ្មានប្រយោជន៍ទេញោមជឿអាត្មាទៅវាតាមពិតលោកនឹងលោកអវល់មានចកលមុខឯងនោះឥឡូវប៉ុណ្ណេះចាស់ញាតិញោមសំខាន់តៃភីទោសរកកំហុសខុសឆ្គងកាយវិការកន្លែងណាមិនសមគួរសូមអធិស្ឋានហ្នឹងឯងចំណុចណាល្អញោមយកចំណុចណាអាក្រក់ញោមបោះចោលចោះហើយសូមជូនបុណ្យកុសលញាតិញោមពុទ្ធបរិស័ទស្លាប់ទៅកោតឋានសួគ៌ទាំងអស់គ្នាណាសូមអនុមោទនាការចូលរួមសម្ដែងចប់ត្រឹមលោកហប់ទេសលេងរួចប៉ុណ្ណេះឯងអេវ៉ាន់40នាទីขอปฏิบัติ